ចាអញ្ចឹងដំណើរការនៃ style របស់យើងខ្ញុំបានសន្មត់ថាយើងអត់យកថ្ងៃខ្ញុំសម្រេចដោយសារទីមួយខ្ញុំដាក់ឆ្នោតបោះចូលនៅក្នុងក្រុមគណៈកម្មការគឺថាអត់មានអ្នកណាគេរើសយកថ្ងៃហ្នឹងទេមានរើសយកថ្ងៃ27ម្នាក់អញ្ចឹងបើសិនជាយកថ្ងៃ27ម្នាក់អាហ្នឹងវានឹងចាប់នៅថ្ងៃទី9ខែ5អញ្ចឹងខ្ញុំបានចងរូបមន្តដោយសារការងាររបស់យើងនឹងមានការប្រែប្រួលជាហូរហែមកអញ្ចឹងបើសិនជានេះខ្ញុំចងនេះបើសិនជាសាច់រឿងវាមានការប្រែប្រួលយ៉ាងណាអញ្ចឹងហេតុផលដែលយើងមិនធ្វើថ្ងៃមិនចាប់ផ្ដើមនៅថ្ងៃ20ហើយនឹងថ្ងៃ27ទេហើយយើងនឹងធ្វើនៅក្នុងខែ5ចឹងខែ5ហ្នឹងគឺចាប់ផ្ដើមពីថ្ងៃទី18តទៅចឹងថ្ងៃទី18យើងនឹងប្រើពេលក្រុមអ្នកទាំងអស់គ្នាពេលយប់ត្រូវការតែរយៈពេល1សប្តាហ៍កន្លះចឹងរយៈពេល1សប្តាហ៍កន្លះចឹងបើយើងចាប់ដើមថ្ងៃទី28ខែ5អ្នកទាំងអស់គ្នាអាចនឹងចប់ត្រឹមថ្ងៃទី26អត់ដល់ថ្ងៃទី27ទេព្រោះអីអ្នកទាំងអស់គ្នាខ្ញុំរាប់ដើម្បីឲ្យវាគ្រប់ឲ្យគ្រប់ចំនួនសប្តាហ៍អញ្ចឹងអ្នកទាំងអស់គ្នាមួយសប្តាហ៍មួយស្តាយហ្នឹងគឺត្រូវឡើង2ដងអញ្ចឹងអ្នកទាំងអស់គ្នា7នាក់អញ្ចឹងតែ14នេះទេ14សេអង្គទេអញ្ចឹងនៅក្នុងខែ5គឺអត់មានម៉ោងដែលឈប់ទេអញ្ចឹងហើយយើងអាចនឹងចាប់នៅសប្តាហ៍ទីនៅសេអង្គនៅថ្ងៃទី26ខែ5ចឹងvoilà ឆ្នាំនេះវារៀងរទេរតូតហាក់ប្រហែលនឹងឆ្នាំមុនដែរតែឆ្នាំនេះដូចជារទេរតូតខ្លាំងដោយសារខ្ញុំពេលខ្លះខ្ញុំពិបាកនឹងឲ្យចម្លើយអ្នកទាំងអស់គ្នាដែរចឹងហើយសង្ឃឹមថាអ្នកទាំងអស់គ្នាយល់ចាអញ្ចឹងដូចជំរាបអ្នកទាំងអស់គ្នាអញ្ចឹងអានេះខ្ញុំដាក់ដោយសារមានត្រូវប្រគ្រប់ឲ្យគ្រប់ជា3សប្តាហ៍ខ្លាចមានបញ្ហាអីណាមួយឬក៏អ្នកណាត្រូវឡើងបន្ថែមទៀតគឺត្រូវនេះអញ្ចឹងជាកំណត់គឺយើងយកថ្ងៃទី18ហើយយើងបញ្ចប់នៅថ្ងៃទី30ហើយ style របស់យើងនឹងមានលក្ខណៈពិសេសថាហេតុអីបានជាមិនយកពេញតែម្ដងទៅនៅថ្ងៃពហុជារៀងរាល់ថ្ងៃពហុដោយសារថ្ងៃពហុឆ្នាំទី1ប៉ះចំលោកគ្រូតារាឬក៏ណាគេទៀតទេចំទី2ខ្ញុំអត់ដឹងដែរអញ្ចឹងខ្ញុំមានការបែងចែកនេះគឺខ្ញុំយកមកបន្ថែមដោយសារលោកគ្រូស្រន់គាត់បានប្រាប់ខ្ញុំថាដើម្បីឲ្យពួកយើង start ឲ្យបានឆាប់ចប់អញ្ចឹងគាត់បើកឲ្យខ្ញុំអាចនឹងប្រើប្រាស់ម៉ោងគាត់ម៉ោងmonsieurប៊ុននាងម៉ោងmonsieurវុធីអញ្ចឹងខ្ញុំព្យាយាមវាបែងចែកសេអង្គចំនួនសេអង្គនេះដោយប្រើប្រាស់ម៉ោងលោកគ្រូវុធីដោយអ្នកទាំងអស់គ្នាឃើញនៅទីនេះគឺខ្ញុំប្រើប្រាស់ម៉ោងលោកគ្រូអញ្ចឹងខ្ញុំប្រើប្រាស់ម៉ោងលោកគ្រូស្រន់ថ្ងៃច័ន្ទហើយនេះម៉ោងកេសាហើយនឹងម៉ោងmonsieurវុធីម៉ោងmonsieurប៊ុននាងដែលឡែកម៉ោងmonsieurតារាខ្ញុំអត់ប៉ះពាល់មួយគាត់ទេព្រោះអីអត់មានពាក់ព័ន្ធមួយគាត់ហើយនឹងម៉ោងថ្ងៃសុក្រត្រូវជាមួយនឹងម្ដាមរ៉ានីហើយនឹងថ្ងៃសៅរ៍ត្រូវម្ដាមរ៉ានីហើយនឹង monsieurលីមអញ្ចឹងខ្ញុំរាប់ទៅដល់ថ្ងៃសៅរ៍ដើម្បីនេះហ្នឹងអញ្ចឹងហើយបានជាខ្ញុំត្រូវពន្យាទៅដល់នេះព្រោះឯដោយសារខ្ញុំរាប់ទៅដល់ថ្ងៃសៅរ៍អញ្ចឹងហើយបានជាខ្ញុំផ្លោយទៅដល់ថ្ងៃនេះទៀតអញ្ចឹងរាប់
ខ្ញុំរាប់ថានេះមួយសៀអង្គ1 2 3 4 5 6អញ្ចឹងទៅរហូតដល់14សៀអង្គអញ្ចឹងអ្នកទាំងអស់គ្នាមានចំនួន7នាក់អញ្ចឹង stage របស់អ្នកទាំងអស់គ្នាត្រូវការមួយសប្តាហ៍កន្លះអាចចាប់ហើយអញ្ចឹងឆាប់បានរួចខ្លួនយើងឆាប់បានរួចខ្លួនមូលហេតុនឹងហើយដោយសារយើងមែនតើទៅគឺថាពេលវេលាដែលយើងមានពេលរៀបចំនោះវាតិចមែនតើដោយសារយើងប្រគៀកគ្នាខ្លាំងណាតែយើងអត់មានជំរឿសទេពីព្រោះថាបើសិនជាយើងជ្រើសរើសថ្ងៃ27គឺពេលនឹងឯងជន់សប្តាហ៍ប្រឡងមានន័យថាការប្រឡងគឺនៅក្នុងសប្តាហ៍នេះអញ្ចឹងបើយើងយកថ្ងៃ27មួយសប្តាហ៍2សប្តាហ៍ពួកយើងអាចនឹងអត់បញ្ហាប៉ុន្តែខាងពីព្រឹកមានបញ្ហាគាត់អាចនេះបានទេហើយពគាបើសិនជាយើងយកថ្ងៃ27ហើយប្រគៀកជាមួយនឹងពួកយើងឈប់តែមួយសប្តាហ៍ទេហើយយើងយកហ្នឹងបើសិនជាឧទាហរណ៍ថាយើង2សប្តាហ៍អញ្ចឹងរាប់2សប្តាហ៍ទាំងព្រឹកទាំងល្ងាចអញ្ចឹង2សប្តាហ៍យើងចាប់ត្រឹមនេះមានន័យថាចាប់មុន stage ប៉ុន្តែនៅក្នុងពេលចាប់មុន stage ហ្នឹងគឺយើងមានពេលត្រៀមមួយសប្តាហ៍មានន័យថាសប្តាហ៍ក្រោយពេលចូលឆ្នាំថ្ងៃសប្តាហ៍ទី20នេះណាអញ្ចឹងយើងមានពេលមួយសប្តាហ៍អត់គ្រប់គ្រាន់នៅក្នុងការរៀបចំទេដូចអ្នកទាំងអស់គ្នាឃើញហើយថាការរៀបចំ scenario pedagogic ឬក៏ fiche pedagogic នេះមានលក្ខណៈសាមញ្ញខ្លាំងអញ្ចឹងបើសិនជាមួយសប្តាហ៍រៀបអត់ចំគ្រប់គ្រាន់ទេអញ្ចឹងយើងធ្វើម៉េចពន្យាពេលនេះយើងរៀបចំឲ្យហើយបែងចែកស្អស់ឲ្យហើយនៅក្នុងយើងមានពេល4សប្តាហ៍ដើម្បីរៀបចំឲ្យហើយទុកឱកាសហ្នឹងឲ្យគ្រូបន្ទុកថ្នាក់គាត់រៀបចំបញ្ចប់គួរគាត់ឲ្យបានស្រួលបួលគាត់ត្រៀមលក្ខណៈកូនសិស្សគាត់ឲ្យបានស្រួលបួលកូនសិស្សក៏ប្រឡងរួចហើយគាត់អាចនឹងធូរបានបន្តិចហើយអញ្ចឹងយើងអាចចាប់ផ្ដើម stage នៅក្នុងនេះទេព្រោះអីខាងលោកគ្រូស្រាន់ហើយនឹងខាងរដ្ឋបាលមជ្ឈស្រាន់មជ្ឈបុទ្ធីមជ្ឈបុនាងគាត់អត់ចង់ឲ្យ stage យើងនឹងអូបន្លាយគៀកទៅដល់ការប្រឡងឆមីទីប្រឡងឆមីហើយនឹងប្រឡងចេញរបស់យើងទេដូចជាយើងបានដឹងស្រាប់ហើយការប្រឡងចេញរបស់យើងគឺនៅក្នុងខែ juillet ពាក់កណ្ដាលខែ juillet ហើយប្រឡង examen de second semestre របស់យើងគឺនៅក្នុងដើម juillet អញ្ចឹងយើងមានពេល1ខែដើម្បីធ្វើ rapport de stage អញ្ចឹងនៅក្នុងកលៈទេសៈនេះតាមធម្មតាយើងត្រូវមានពេលធ្វើ rapport មួយសប្តាហ៍4សប្តាហ៍ដើម្បីរៀបចំការងារហ្នឹងជាទូទៅ rapport de stage ប្រមូលនៅក្នុង semaine examen ឆ្នាំទី2អញ្ចឹងអត់អាចទុកឲ្យកូនសិស្សបានឈប់ទេហើយណាមួយខ្ញុំគិតថាកូនសិស្សទើបតែឈប់ឈូឆ្នាំហើយដែរទេអញ្ចឹងហើយឈប់ទៀតក៏มันមានចម្រើនអីដែរអញ្ចឹងហើយសូមឲ្យគាត់យោគយល់កុំឈប់ហើយចាប់ផ្ដើមប្រឡងចប់ហើយគាត់ចូលរៀនធម្មតាឆ្នាំទី2ហើយយើង start យើងមកហើយយើងអាចនឹងទុកពេលឲ្យគាត់អាចនឹងអាស្រ័យទៅលោកគ្រូបន្ទុកថ្នាក់ថាគាត់ចង់បន្តទៀតឬក៏យ៉ាងណាយើងសងឲ្យគាត់នៅចុងឆ្នាំវិញនៅចុងឆ្នាំទី2វិញដើម្បីឲ្យគាត់ឈប់ឬក៏យ៉ាងណាហ្នឹងខ្ញុំចិនថាទេប៉ុន្តែអាស្រ័យទៅលើការជាក់ស្ដែងរបស់គ្រូបន្ទុកថ្នាក់របស់គាត់តែអានេះយើងសូមឲ្យគាត់យោគយល់អញ្ចឹងបាទគឺជាអ្វីដែលខ្ញុំគិតថាទៅសម្រាប់បែបនេះដោយសារហេតុផលអញ្ចឹងចឹងនៅក្នុងការរៀបចំនេះខ្ញុំបានបង្ហាញអំពីមូលហេតុនេះហើយ2ឆ្នាំក្រោយមកនេះគឺថាវាមានបញ្ហាខ្ញុំកំណត់បញ្ហាដោយសារហេតុអីបានជាវាមិនត្រូវព្រោះឆ្នាំទៅក៏មានបញ្ហាដែរបញ្ហានៅត្រង់ថាយើង calculate ការកំណត់ stage ហ្នឹងនេះអញ្ចឹងយើង stage ហ្នឹងគឺ stage នៅខែ
មានន័យថាយើងយកក្រោយប្រឡងដូចជាខ្ញុំចាំបានគឺ star ចប់ខ្ញុំត្រូវទឹកសុប្រាំងខ្ញុំចាំបានណាអញ្ចឹងយើងជាថ្ងៃហើយទៅយើងកាលពីឆ្នាំទៅហើយដោយសារអីដោយសារការទូទាត់ពេលវេលារបស់យើងគឺប្រឡងឆមីគឺចន្លោះខែ4ខែ5ហ្នឹងឯងអញ្ចឹងក៏លើកបានរហូតទៅដល់នេះហើយកាលហ្នឹងបើតាមខ្ញុំចាំបានដូចជាអត់មានការឲ្យប្រើប្រាស់ម៉ោងបន្ថែមទេទើបតែឆ្នាំនេះទេគឺមានបានបើកគ្រឿងខៀវឲ្យខ្ញុំប្រើប្រាស់ម៉ោងដែរនេះហ្នឹងអញ្ចឹងភ្លើងខៀវយើងអាចស្ដារឆាប់ប៉ុន្តែយើងត្រូវធ្វើការខ្លាំងដើម្បីធ្វើយ៉ាងណាកុំឲ្យនេះអញ្ចឹងកិច្ចការដែលការសម្រេចហ្នឹងគឺយើងបើសិនជាយើងstar មុនប្រឡងអ្នកដែលពិបាកមានទាំងហ៊ុនសិស្សមានទាំងគ្រូបន្ទុកថ្នាក់មានទាំងstagiaire ហើយនឹងមានទាំងខ្ញុំជាអ្នកគ្រប់គ្រងហ្នឹងគឺខ្ញុំរៀបចំពិបាករៀបចំអត់ទាន់ទេហើយបើយើងធ្វើ star ក្រោយសម្រាប់ថាធ្វើ star ក្រោយប្រឡងនេះគឺថាយើងជួយកូនសិស្សបានមួយតែអ្នកនៅវេទនានៅតែវេទនាដដែលគឺគ្រូបន្ទុកថ្នាក់ចំនួនចង់និយាយថាគៀកគ្នាពេកគាត់ពិបាករៀបចំហើយរៀបចំអីក៏ធ្វើ comment ហើយអ្នកដែលពិបាកបន្តមកទៀតគឺអ្នកទាំងអស់គ្នាដែលរកចន្លោះនៃការផ្លាតិកលើកទី1និងផ្លាតិកលើកទី2សល់គៀកមែនតើអញ្ចឹងយើងជួនកាលយើងអត់មានពេលគ្រប់គ្រាន់ដើម្បីកែខ្លួនណាអាហ្នឹងជាលំបាកមួយដែលអ្នកទាំងអស់គ្នាខ្ញុំត្រូវនិយាយពីរឿងហ្នឹងឲ្យអ្នកទាំងអស់គ្នាដើម្បីអ្នកទាំងអស់គ្នាជួយសហការហើយកាលណាយើងធ្វើអត់ទាន់ការងារហ្នឹងគឺកូនទាំងអស់កូនគៀងព្រួយយើងបញ្ញាក់ខ្លាំងណាអញ្ចឹងកាលណាmechanism នៅនឹងដាក់លួលនៅផ្នែកណានេះអញ្ចឹងហើយដែលខ្ញុំត្រូវលើកឡើងចំណុចហ្នឹងទាំងការបារម្ភផងដែរពីព្រោះថាខ្លាចអ្នកទាំងអស់គ្នាឆាខ្ញុំដូចកន្លងមកមានន័យថាដល់ពេលដែលខ្លួនឯងត្រូវនេះហើយអ្នកទាំងអស់គ្នាអត់មានគង់ទនុយណាអាហ្នឹងគឺជារឿងការទទួលខុសត្រូវរបស់អ្នកទាំងអស់គ្នាអញ្ចឹងដូចតែខ្ញុំថាអញ្ចឹងគឺយើងត្រូវធ្វើការលឿនណាស់ហើយការគោរពពេលវេលាហ្នឹងគឺត្រូវតែមកចាត់បំផុតទើបអាចទៅរួចអញ្ចឹងបើសិនជាយើងធ្វើអត់ខាតទេគឺអាចនឹងមានបញ្ហាតែក៏អញ្ចឹងហើយវាកូនហើយវាអត់មានពេលដើម្បីដកដង្ហើមផងពេលខ្លះណាអញ្ចឹងតែយើងដូចខ្ញុំប្រាប់អំពីកាលវិភាគហើយថាយើងអត់មានជំរើសទេបើខ្ញុំហ៊ានប្រឡយទៅទៀតប្រឡយទៅដល់ខែ6ខាង administration ប្រកាសជាបញ្យល់ព្រមដាច់ខាតចឹងហើយខ្ញុំអត់មានជំរើសទេព្រោះអី administration គឺចង់ឲ្យយើងកាន់តែឆាប់ stage គឺកាន់តែប្រសើរប៉ុន្តែខ្ញុំសម្រេចដោយចិត្តឯងនេះសម្រេចដោយចិត្តឯងថាយើងត្រូវត្រូវចុះ stage នៅពេលកូនសិស្សឆ្នាំទី1ប្រឡងហើយអញ្ចឹងមានបញ្ហាយ៉ាងណាខ្ញុំទទួលខុសត្រូវអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាយល់ហើយនឹងសហការនៅក្នុងការប្រឡងខ្ញុំរៀបចំឯកសារនេះគឺថាដូចនឹងអ្វីដែលមាននៅក្នុងឯកសារមួយទៀតដែលអ្នកទាំងអស់គ្នាអាចនឹងឃើញគឺនៅក្នុងនេះខ្ញុំដាក់ឲ្យទាំងអស់ហើយជា link តែដូចដែលអ្នកទាំងអស់គ្នាដឹងហើយគឺជារាប់ខណ្ឌជា view អញ្ចឹងអ្នកទាំងអស់គ្នា viewer អ្នកទាំងអស់គ្នាចង់ប្រើអ្នកទាំងអស់គ្នាមានឯកសារខ្លះអ្នកទាំងអស់គ្នាត្រូវប្រើអញ្ចឹងពេលដែលអ្នកទាំងអស់គ្នាត្រូវប្រើអ្នកទាំងអស់គ្នាត្រូវធ្វើ make a copy ហើយដាក់ឈ្មោះខ្លួនឯងដើម្បីកុំឲ្យច្រឡំជាមួយនឹងឯកសារខ្ញុំd'accord ឬក៏ដោយដឹងថាឯកសារណាជាឯកសារទម្រង់ឬក៏ច្បាប់ដើមឬក៏ឯកសារណាជារបស់អ្នកទាំងអស់គ្នាងាយដឹងថាឯកសារណាជាឯកសារណីចឹងអានេះដដែលទេខ្ញុំគ្រាន់តែ transform ពី Google Docs ទៅជាGoogle Sheet ដើម្បីអីដើម្បីខ្ញុំងាយសៀតឯកសារចូលដើម្បីខ្ញុំ attach file ផ្សេងខ្ញុំដាក់ចូលនៅក្នុងពិសេសចឹងដើម្បីខ្ញុំដាក់កិច្ចការនឹងចូលទៅហើយមាន link មានអីផ្សេងទៀតហើយខ្ញុំនឹង update តារាងហ្នឹងយើងប្រើផ្
ទាំងមួយនេះនៅក្នុងមានន័យថា tableau de bord សម្រាប់រយៈពេល1 stage ជាងតែម្ដងចឹងឯកសារផ្សេងជាទម្រង់ជាអីហ្នឹងគឺដាក់នៅក្នុងនឹងទាំងអស់អញ្ចឹងជម្រាបអ្នកទាំងអស់គ្នាថាអ្វីដែលមាននៅទីនេះពី A ទៅដល់ពី A ទៅដល់ H A ទៅដល់ H គឺមាននៅទីនេះអញ្ចឹង A រហូតទៅដល់ក្នុង F G ច្រឡំមាត់ H ឃើញគូលើបាត់ G H លើ F G H H ចឹងមានពីនឹងទៅដល់ហ្នឹងគឺមាននៅក្នុងទាំងអស់ចឹងចំពោះអ្នកគ្រូបន្ទុកថ្នាក់ខ្ញុំបាន share ឲ្យគាត់ជានេះមួយហើយគាត់ក៏ដូចគ្នាគឺទទួលបានជាលក្ខណៈ view អញ្ចឹងគ្រូបន្ទុកថ្នាក់ខ្ញុំបានផ្ដល់ឲ្យគាត់ហើយអ្នកទាំងអស់គ្នាមានពីរកន្លែងខ្ញុំដាក់នៅក្នុងនឹងមួយហើយខ្ញុំដាក់នៅក្នុងGoogle Classroom មួយទៀតចឹងអ្នកទាំងអស់គ្នាអាចឆែកមើលនៅផ្លូវមួយណាក៏បានដែរតាមដែលអ្នកទាំងអស់គ្នាអាចធ្វើបានអញ្ចឹងមានកន្លែងដែលអាចអ្នកទាំងអស់គ្នាអាច access បានចំពោះឯកសារទាំងអស់នេះឬក៏ឯកសារដែលខ្ញុំកំពុងបង្ហាញនេះគឺនៅក្នុង Google Classroom ហើយនឹងនៅទីនេះ Tableau de bord ដោយនៅក្នុង3កន្លែងនៅកន្លែងនេះក៏មានដែរដូចគ្នាតែគ្រាន់តែថានៅក្នុងនេះមានតែព័ត៌មានអត់មានឯកសារដែលត្រូវ link ផ្សេងទៀតទេតែនៅក្នុង Google Sheet នេះ Tableau de bord នេះគឺមានទាំងអស់ទាំងគ្រប់ឯកសារអញ្ចឹងអ្នកទាំងអស់គ្នាមកដល់ Tableau de bord អ្នកទាំងអស់គ្នាអាច access ចូលឯកសារផ្សេងហើយនឹងចូលនៅក្នុងផ្នែកផ្សេងដែលអ្នកទាំងអស់គ្នាត្រូវការប្រើប្រាស់ឬក៏និយាយរួមគឺអ្នកទាំងអស់គ្នានឹងប្រើទាំងនេះជាញឹកញាប់នៅក្នុងអំឡុងពេល stage ចា៎ចឹងព័ត៌មានទូទៅរបស់ stage គឺអ្នកទាំងអស់គ្នាដឹងហើយថាយើងមានចំនួន7នាក់ហើយអ្នកទទួលបន្ទុកហ្នឹងគឺ Monsieur Sron គាត់ទទួលបន្ទុកខាងការងាររដ្ឋបាលហើយខ្ញុំជាអ្នកគ្រប់គ្រងការផ្លាស់ទីពេលព្រឹកលោកគ្រូស្រាន់ទទួលបន្ទុកកាន់ rapport de stage ចំណែកខ្ញុំទទួលបន្ទុកកាដរេខាងក្រុមពេលព្រឹកតែទៅលើរឿង practice ទេចំណែកពេលយប់ខ្ញុំកាន់ទាំង practice ហើយនឹងកាន់ខាង rapport de stage ដោយសារ Monsieur មករាគាត់ត្រៀមខ្លួន retreat គាត់អត់នេះទេគាត់អត់មកពាក់ព័ន្ធជាមួយនឹងការងារ stage នឹងទេឬក៏ខ្ញុំអត់ដឹងដែរព្រោះអីគាត់ប្រាប់ពួកខ្ញុំថាគាត់ត្រៀមខ្លួន retreat ហើយគាត់ត្រៀមខ្លួនចូលនិវត្តន៍ហើយអញ្ចឹងកិច្ចការផ្សេងទុកឲ្យពួកខ្ញុំជាអ្នកសម្រេចនេះជាហេតុផលអញ្ចឹងខ្ញុំលែងរាប់ថាប្រហែលសឺមែនហើយគឺរាប់ជាសេអង្គវិញអញ្ចឹងការរាប់សេអង្គនេះគឺអាស្រ័យទៅលើចំនួនសិស្សអញ្ចឹងអ្នកទាំងអស់គ្នា7នាក់អ្នកទាំងអស់គ្នាត្រូវចុះ stage ម្នាក់2ដងអញ្ចឹងត្រូវជា14សេអង្គអញ្ចឹង14សេអង្គអាចធ្វើទៅរយៈពេល2សប្តាហ៍3សប្តាហ៍4សប្តាហ៍គឺដឹងថា14សេអង្គហើយដំណើរការប្រព្រឹត្តនៅក្នុងការ stage របស់អ្នកទាំងអស់គ្នាគឺប្រកាសណាស់គឺមានជា practice ជា course hybrid យ៉ាងម៉េចទៅជា course hybrid មានន័យថាអ្នកទាំងអស់គ្នាត្រូវប្រើ numeric មាន presential ហើយនិង distancial អញ្ចឹងអ្នកទាំងអស់គ្នាត្រូវត្រៀមខ្លួនដើម្បីប្រើប្រាស់ឧបករណ៍ numeric ដែលជាឧបករណ៍ដែលអ្នកទាំងអស់គ្នាធ្លាប់ដឹងហើយនៅក្នុងនោះមាន Google Classroom អញ្ចឹងអ្នកទាំងអស់គ្នាត្រូវបង្កើត Google Classroom សម្រាប់អ្នកទាំងអស់គ្នាថ្នាក់ stage ហើយអ្នកទាំងអស់គ្នាត្រូវមាន Google Meet ព្រោះអ្នកទាំងអស់គ្នាមានថ្ងៃសៅរ៍ដែលត្រូវមានគួរអង់លីងបើខាងពេលព្រឹកអត់ច្បាស់ថាមានឬអត់ទេណាព្រោះអីគ្រូទាំងអស់ពីថ្ងៃច័ន្ទទៅដល់ថ្ងៃសៅរ៍គឺគ្រូទាំងអស់ពេលព្រឹកគឺបរិញ្ញាបត្រ presential តែខ្ញុំចង់ឲ្យគាត់រៀបចំជា2គឺមានទាំងការរៀបចំប៉ុន្តែរៀបចំគួរគឺចង់និយាយថាឲ្យកូនសិស្សធ្វើជាលក្ខណៈអង្គវគ្គសេណាអង្គវគ្គសេមានន័យថាគឺឲ្យកូនសិស្សត្រៀមការងារមុន
ហើយទៅគ្រូតាមដានការងារតាមរយៈ Google Classroom ហើយអាហ្នឹងក៏ជាផ្នែកមួយដែលជាគួរ hybrid ដែរ hybrid មានន័យថាយើងប្រើប្រាស់ numeric នៅក្នុងដំណើរការនៅក្នុងការត្រៀមខ្លឹមសារឲ្យកូនសិស្សត្រៀមហើយមកដល់ថ្នាក់គឺយើង attaque ជាមួយនឹងខ្លឹមសារដែលយើងត្រូវកាយអញ្ចឹងមានន័យថាជាបើសិនជាគិតអំពី modalité គឺ la mise en commun ឬក៏ rituel de la classe គឺ la mise en commun ដែលមានពាក់ព័ន្ធខ្ញុំភ្លេចគុំសិស្សម្នាក់ទៀតពធប្រធានខ្ញុំភ្លេចភ្លេចកូនសិស្សមួយដោយសារគាត់ពីព្រឹកមកពីព្រឹកហើយទៅគាត់ជ្រើសរើសសេអងពីយប់ដែរហើយខ្ញុំភ្លេចគាត់បងអញ្ចឹងខ្ញុំបន្តទៀតអញ្ចឹងយើងត្រូវត្រៀមលក្ខណៈអំពីoutil numérique ទាំងអស់នេះដើម្បីនឹងត្រូវការប្រើប្រាស់នៅក្នុងនោះបើតាមខ្ញុំដឹងយើងត្រូវការប្រើប្រាស់ Google Classroom មួយ Google Meet ដើម្បីធ្វើ conferencing ឬក៏ call ហើយ Google Sheet ប្រហែលជាមិនត្រូវការប្រើព្រោះអាចនឹងមានលក្ខណៈសាំញ៉ាំពិបាកអ្នកទាំងអស់គ្នាតែ Google Docs គឺអ្នកទាំងអស់គ្នាត្រូវប្រើព្រោះអ្នកទាំងអស់គ្នានឹងត្រូវប្រើប្រាស់ឲ្យកូនសិស្សសរសេរហើយនឹងដាក់កិច្ចការទៅឲ្យកូនសិស្សទៅប្រើ Google Docs យើងមិនប្រើ Microsoft Word ហើយមាន version 1 2ដូចដែលអ្នកទាំងអស់គ្នាធ្លាប់ធ្វើមួយខ្ញុំអ្នកទាំងអស់គ្នាដឹងហើយយើងត្រូវការ Telegram group មួយដែលអ្នកទាំងអស់គ្នាត្រូវបង្កើតអញ្ចឹងអ្នកទាំងអស់គ្នាត្រូវបង្កើត1 2 3ហើយនឹង4អញ្ចឹងឧទាហរណ៍ទាំងអស់នេះគឺជាអ្នកទាំងអស់គ្នាជាអ្នកបង្កើតហើយវាមានចំណែកនៅក្នុងការវាតម្លៃការវឹកហាត់ការបង្រៀនរបស់អ្នកទាំងអស់គ្នាដែរមូលហេតុអីបានជាខ្ញុំតម្រូវឲ្យអ្នកទាំងអស់គ្នាមានការប្រើប្រាស់ជាប្រភេទជា format core hybrid ដោយសារពេលថ្ងៃក្រោយទៅពេលអ្នកទាំងអស់គ្នាចេញទៅអ្នកទាំងអស់គ្នាជួនកាលទៅសាលាខ្លះគេតម្រូវឲ្យអ្នកទាំងអស់គ្នាបរិញ្ញាអនឡាញដូចជាបរិបត្តិអ្នកទាំងអស់គ្នាដឹងស្រាប់ហើយយើងលើកកម្លាំងនិយាយថ្ងៃមុនហើយថានៅក្នុងការចូលរួមកាត់បន្ថយការចំណាយទៅលើសាំងឬក៏នៅក្នុង crise petrolier នៅក្នុងដងលុយមុំអញ្ចឹងគេតម្រូវឲ្យយើងប្រើប្រាស់alternance គួរអង់គ្លេសហើយនិងគួរ présentiel អញ្ចឹងវាអាចមិនទាន់មកដល់យើងហើយជួនជាចៃដន្យអីគេប្រកាសឲ្យមកភ្លាមអញ្ចឹងយើងបត់អត់ទាន់ហើយយើងមានពេលតិចផងអញ្ចឹងយើងពិបាកនៅក្នុងការនេះអញ្ចឹងសុខចិត្តយើងធ្វើត្រៀមមកហើយទៅឬក៏យើងធ្វើទៅតាមនឹងទៅទោះបីជាគេដាក់ឬក៏មិនដាក់ក៏យើងធ្វើទៅតាមនឹងអញ្ចឹងថ្ងៃស្អែកនេះពួកខ្ញុំនឹងមានការប្រជុំខ្ញុំមិនដឹងថាតើគេនិយាយពីរឿងហ្នឹងឬក៏អត់ប៉ុន្តែខ្ញុំគិតថាមានចំណែកមួយដែលគេត្រូវនិយាយរឿងហ្នឹងហើយណាមួយខាងអង់គ្លេសគេធ្វើអញ្ចឹងជាប្រចាំទៅហើយតាមខ្ញុំដឹងណាអញ្ចឹងហើយបានជានេះចែព័ត៌មានហ្នឹងអត់ទាន់មកដល់យើងទេដូចតែខ្ញុំបានប្រាប់កម្លាំងកាប់ថ្ងៃមុនព័ត៌មានគឺអ្វីដែលកម្លាំងដឹងមកហ្នឹងគឺថាយើងអត់ទាន់មកដល់យើងទេជាព័ត៌មានដែលខ្ញុំទទួលបានគឺអត់ទេប៉ុន្តែស្អែកពួកខាងគ្រូ IFL ទាំងអស់ទាំង department នីមួយៗនឹងត្រូវប្រជុំនៅក្នុងរបៀបវិរៈគេអាចបាននិយាយពីរឿងហ្នឹងទេប៉ុន្តែខ្ញុំគិតថាអាចនឹងមាននិយាយពីរឿងហ្នឹងចឹងហើយគេមិននិយាយដោយសារគេគិតថាវាជារឿងគេធ្វើរួចសាច់ទៅហើយអញ្ចឹងទោះបីជាប្រកាសជារំលឹកឡើងវិញក៏ធម្មតាអញ្ចឹងណាតែយើងអត់ទេយើងខ្ញុំមិនដឹងដែរមានតែ Monsieur Lim ហើយនឹងខ្ញុំទេដឹងដែលបង្រៀនអ្នកទាំងអស់គ្នាអនឡាញហើយនឹងមានន័យថាបន្សល់អនឡាញទៅឲ្យអ្នកទាំងអស់គ្នានៅប្រើប្រាស់អនឡាញនៅឡើយអញ្ចឹងតែហេតុផលដូចយើងជម្រាបអ្នកទាំងអស់គ្នាហើយគឺអ្នកទាំងអស់គ្នាអត់អាចជៀសផុតអំពីការប្រើទម្រង់ format hybrid របស់គួរទេព្រោះអីអ្នកទាំងអស់គ្នាអត់ដឹងថាថ្ងៃក្រោយខ្លួនឯងទៅធ្វើការនៅស្ថាប័នណាឬក៏ស្ថាប័នហ្នឹងគេប្រើប្រាស់ numeric អត់ប៉ុន្តែខ្ញុំជឿជាក់ច្រើនភាគរយណា 90% ខ្ញុំអត់និយាយនៅខាងសាលារដ្ឋទេណាខ្ញុំនិយាយថានៅក្នុងផ្នែកសាលាចង់និយាយថាចំណេះទូទៅរដ្ឋណា
ខ្ញុំមិនប្រកាសទេថាគេមានបញ្ចូលឬក៏អត់ប៉ុន្តែសាលានៅក្នុងទីក្រុងភ្នំពេញឬក៏នៅក្នុងសាកលវិទ្យាល័យឬក៏វិទ្យាស្ថាននៅវិញភាគច្រើនគេមានបញ្ចូល numeric ចូលនៅក្នុងprogram នៃការសិក្សារបស់គេអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចេញទៅគឺនឹងមិនមានឧបសគ្គកើតឡើងសម្រាប់អ្នកទាំងអស់គ្នាត្រូវការពេលបន្តិចប៉ុណ្ណោះដើម្បីអាដាប់ប៉ុន្តែវាមិនមែនជារឿងថ្មីស្រឡាំងទេខ្ញុំធ្លាប់ធ្វើវាជារឿងថ្មីស្រឡាំងគឺវាវេទនាអញ្ចឹងខ្ញុំអត់ចង់ឲ្យអ្នកទាំងអស់គ្នាវេទនាដូចខ្ញុំនៅក្នុងការចាប់ដើមទេអញ្ចឹងបើសិនជាអាចនឹងប្រហែលវាអ្នកទាំងអស់គ្នាអាចនឹងបើសិនជាគេយក period នឹងជា period probation ឬក៏ការសាកល្បងដើម្បីសម្រាប់ជ្រើសរើសថាអ្នកទាំងអស់គ្នានឹងខ្លាយទៅជាគ្រូកុងត្រារបស់គេឬក៏អត់អញ្ចឹងគេឲ្យអ្នកទាំងអស់គ្នាធ្វើជារឿងអស់ហ្នឹងអញ្ចឹងបើករណីមួយជាផ្នែកមួយនៃការវិតម្លៃជ្រើសរើសអ្នកទាំងអស់គ្នាធ្វើជាគ្រូនៅកន្លែងគេអញ្ចឹងបើសិនជាខ្ញុំអត់បានបញ្ចូលអានឹងទៅឲ្យអ្នកទាំងអស់គ្នាក្នុងកំឡុងពេល stage នេះខ្ញុំនឹងបន្ទោសខ្លួនឯងអញ្ចឹងអ្វីខ្ញុំធ្វើដើម្បីខ្លួនឯងទេអ្នកទាំងអស់គ្នាធម្មវេទនាបន្តិចទៅដើម្បីខ្ញុំរួចខ្លួនខុសអញ្ចឹងយើង stage នៅក្នុងព្រឹត្តិការណ៍នេះគឺជាព័ត៌មានទូទៅដែលអ្នកទាំងអស់គ្នាត្រូវដឹងគោលបំណងនៃការធ្វើ stage របស់យើងហ្នឹងគឺចឹងគោលបំណងនៃការធ្វើ stage របស់យើងហ្នឹងគឺអកុំបញ្ញគុណសិស្សឲ្យចេះរៀបចំដោយដែលអ្នកទាំងអស់គ្នាបានឃើញនៅក្នុងannonce របស់សាលាផ្សេងអ្នកទាំងអស់គ្នាចាំបានទេនៅពេលដែលយើងរៀនតាក់ទងទៅនឹង project professionnel យើងបានអានតាក់ទង responsibility ហើយនឹងតម្រូវការដែលកន្លែងនីមួយគេត្រូវការណាហើយអញ្ចឹងយើងបានឃើញហើយថាយើងត្រូវចូលរួមចំណែកធ្វើរៀបចំកិច្ចតែងការបង្រៀនឬក៏ fiche pédagogique អានឹងឯងហើយយើងត្រូវចូលរួមធ្វើការងារតាក់ទងជាមួយនឹងprogram update program របស់គេអញ្ចឹងដើម្បីអាច update program បានលុះត្រាតែអ្នកទាំងអស់គ្នាដឹងអំពីរឿងអស់នេះឬក៏ស្គាល់ឲ្យបានច្រើនតាក់ទងជាមួយនឹង fiche pédagogique ឬក៏ scenario pédagogique ដើម្បីអ្នកទាំងអស់គ្នា update ខ្លួនឯងទៅថ្ងៃក្រោយមានចំណេះដឹងបង្កើនលើនឹងដើម្បីអ្នកទាំងអស់គ្នាអាចខ្លាយទៅជា équipe pédagogique ជាមួយនឹងគេហើយអ្នកទាំងអស់គ្នាទៅស្ដាប់ webinar ឬក៏ទៅស្ដាប់ conférence ដើម្បីធ្វើ formation continue នោះគឺអ្នកទាំងអស់គ្នាអាចនឹងមានលទ្ធភាពស្ដាប់យល់គេអញ្ចឹងជាពេលវេលាដែលអ្នកទាំងអស់គ្នាត្រូវធ្វើហើយនៅក្នុងការកំណត់ដើម្បីទៅថ្ងៃក្រោយអ្នកទាំងអស់គ្នាអាចធ្វើ evaluation formation continue បានដោយខ្លួនឯងអញ្ចឹងគឺគោលដៅនៅក្នុងការឲ្យអ្នកទាំងអស់គ្នា stage នេះគឺអ្នកទាំងអស់គ្នារៀបចំកិច្ចតែងការបង្រៀនបន្តមកយកខ្លឹមសាររបស់ខ្លួនឯងដែលត្រៀមហើយនេះយកទៅដាក់នៅក្នុងថ្នាក់ដោយប្រើប្រាស់ទម្រង់ឬក៏បែបបទនៃការបង្រៀន2គឺ hybrid ហើយនឹងhybrid មានន័យថា présentiel ហើយនិង distanciel នៅក្នុងនោះគឺអ្នកទាំងអស់គ្នាត្រូវប្រើប្រាស់ numérique ចូលអញ្ចឹងមានcontenu de cours មាន numérique ចូលមាន méthodologie នៅទីនេះគឺសំដៅទៅលើ méthodologie de l'enseignement ដែលអ្នកទាំងអស់គ្នាត្រូវមានបញ្ចូលនៅក្នុងហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាគឺជាគ្រូបង្រៀន prof du fleur នៅក្នុងសតវត្សទី21នេះឬក៏បរិបទនាពេលបច្ចុប្បន្នអញ្ចឹងអ្នកទាំងអស់គ្នាក៏ដឹងហើយថានាពេលបច្ចុប្បន្ននេះគឺគ្រូនៅក្នុងសានភាពយ៉ាងមិនដែរមិនមែនជា transmission ដូចមុនទៀតទេមិនមែនជាអីទៀតទេអ្នកទាំងអស់គ្នាសម័យអំពី triangle pédagogique គឺយើងត្រៀមដើម្បីឲ្យកូនសិស្សអាចនឹងទទួលយក activity យើងក្រោយនេះអញ្ចឹងយើងត្រូវត្រៀមឲ្យស្រួលបួលធ្វើយ៉ាងណាឲ្យកូនសិស្ស develop compétence langagier របស់គេ compétence langagier របស់គេហើយនឹង compétence comment on appelle les soft skills ឬក៏ compétence du 21e siècle ដើម្បីយើងត្រូវបញ្ជ្រាបចូលតាមរយៈការរៀនភាសានិងសកម្មភាពរៀនរបស់យើងហើយនឹងតាក់ទងជាមួយនឹងតិចបាទក្មេងៗនៅចិត្តភូមិខ្ញុំវាលោឡាខ្លាំងពេកខ្ញុំត្រូវវារំខាន
ចឹងហើយដោយសារខ្ញុំអត់មានប្រូលត្រូវចាំតែ process របស់ខ្ញុំវាដើរតាមខួរក្បាលចឹងបើសិនជាមានការកាត់ណាមួយដូចជាគេចូលមកយឺតដូចក្មេងឡូឡាអីនេះគឺខ្ញុំទៅហើយចឹងអ្នកទាំងអស់គ្នាខ្ញុំសារឡើងវិញគឺអ្នកទាំងអស់គ្នាមិនមែនថាត្រឹមតែទទួលបន្ទុកខ្ញុំទៅក្រៅផ្លែobjective research ហ្នឹងអាហ្នឹងសម្រាប់ចាមានអ្នកណាគេនិយាយអីមិញខ្ញុំអត់នៅកន្លែងហ្នឹងមិញអត់បានស្ដាប់ឮចាអ្នកណាគេនិយាយអីមិញងាប់ម្ដងអត់អីទេម្ដងខ្ញុំថាសួរគ្នាយើងតិចចាសួររឿងអីតាមសួរពួកគាត់ឲ្យបញ្យល់កន្លែង objective research ហ្នឹងតិចម្ដងហ្នឹងហើយយល់រឿងអីខ្ញុំពងបញ្យល់វិញម្ដងតាមស្ដាប់ម្ដងបញ្យល់តតែបញ្យល់រឿងអីព្រោះខ្ញុំចិត្តហួសទៅហើយតែអត់យល់កន្លែងណាអត់យល់កន្លែងណាតារារិទ្ធមែនទេវិញម្ដងចំណុចដូចជាអង្គ rapport research individual អូខ្ញុំនិយាយអត់ដល់ទេហ្នឹងបាទម្ដងចាអញ្ចឹងខ្ញុំបន្តទៅទៀតណាថាគោលដៅនៃការ style របស់យើងគឺអ្នកទាំងអស់គ្នារៀបចំត្រៀម préparation fiche pédagogique ឬក៏ scénario pédagogique ហើយយកទៅបង្រៀននៅក្នុងថ្នាក់ដោយប្រើប្រាស់ format តែអ្នកទាំងអស់គ្នាធ្វើដោយមានគ្រូចាំជួយអ្នកទាំងអស់គ្នាហ្នឹងគឺជាគោលដៅនៅក្នុងការងារហ្នឹងអញ្ចឹងយើងកំណត់ថាអ្នកទាំងអស់គ្នាត្រូវតែចេះធ្វើ préparation ប៉ុន្តែមានគ្រូជួយគេអត់បដ ாய் អ្នកទាំងអស់គ្នាតែតោលនៅក្នុងពេល stage នោះទេអញ្ចឹងគោលដៅ stage គឺមានន័យថា objective អ្នកទាំងអស់គ្នាត្រូវចេះធ្វើ fiche pédagogique ហើយយក contenu របស់វាហ្នឹងយកទៅយក contenu ដែលត្រៀមហ្នឹងយកទៅដំណើរការនៅក្នុងថ្នាក់តែសកម្មភាពដែលទង្វើនេះមានន័យថាជំហៀងនៃtri yang pedagogique ណាទាំងអស់គ្នាត្រូវគិតទៅដល់ចំណុចហ្នឹងពេលដែលយើងត្រៀមធ្វើណាអញ្ចឹងតារារិទ្ធប្រហែលជាសម័យអត់ដល់ទេអញ្ចឹងនៅពេលដែល tri yang pedagogique អ្នកទាំងអស់គ្នាសម័យឃើញគឺមានpréparation ហ្នឹងគឺកន្លែង relation didactique គឺកំពុងតែដំណាក់កាលត្រៀមនឹងឯងគឺត្រៀមរៀបចំ fiche pédagogique គឺជា relation didactique តែ relation didactique ហ្នឹងយើងឃើញពីជ្រុងនៃ relation didactique ទៅកាន់ជ្រុង apprentissage relation apprentissage គឺមានចុចអញ្ចឹងពេលហ្នឹងឯងគឺគ្រូត្រៀមដើម្បីដាក់សកម្មភាពឲ្យកូនសិស្សមានសកម្មភាពដូចដែលបានរៀបរាប់នៅក្នុងខាងផ្នែកខាងផ្នែក relation apprentissage ជាងគ្រូត្រូវសម័យសកម្មភាពកូនសិស្សដើម្បីរៀបធ្វើយ៉ាងណាឲ្យកូនសិស្សមានសកម្មភាពអស់ហ្នឹងឲ្យកូនសិស្សឲ្យ develop ចំណុចដែលមាននៅខាងផ្នែកជ្រុងនៃ relation apprentissage អញ្ចឹងជាអ្វីដែលគេត្រូវត្រៀមហើយជាគោលដៅនៅក្នុងការបង្រៀននៅក្នុងឆ្នាំទី4នេះគឺជាគោលដៅដែរអញ្ចឹង stage គឺគ្រាន់តែជាការវិនិច្ឆ័យថាយើងប្រកាសជាអាចធ្វើបាននៅក្នុងសកម្មភាពថ្នាក់ réel មួយd'accord គឺអ្វីដែលយើងរៀនមិនមែនត្រឹមតែទ្រឹស្ដីទេគឺយើងនឹងយកវាទៅអនុវត្តនៅក្នុងថ្នាក់ réel មួយដែលថ្នាក់ réel នោះគឺជា première année នឹងឯងនៅពេលដែលយើងយកអ្វីដែលយើងបានរៀនអ្វីដែលយើងបានត្រៀមរៀបចំចំណេះដឹងដែលយើងរៀនមួយឆ្នាំក្នុងមួយឆ្នាំមានកន្លះហ្នឹងយកទៅអនុវត្តនៅក្នុងថ្នាក់យើងអនុវត្តណាយើងអនុវត្ត tri yang pédagogique ចាំបានគឺត្រៀម
ត្រៀមឲ្យយកទៅដាក់នៅក្នុងថ្នាក់តែធ្វើយ៉ាងណា mobilize ចំណេះដឹងនៅខាងផ្នែក apprentissage ហ្នឹងនិយាយរួមគឺយើងជាអ្នកធ្វើឲ្យមាន connection រវាងជ្រុងទាំង3នៃ Triangle Pedagogique គ្រូគឺមានតួអង្គសំខាន់ដែលធ្វើឲ្យតំណែងតំណងនៃជ្រុងទាំង3ហ្នឹងកើតឡើងអញ្ចឹងអាហ្នឹងគឺជាគោលដៅរបស់យើងហើយការសរសេរ rapport de stage គឺត្រូវធ្វើឡើងតាក់ទងនឹងរឿងអស់ហ្នឹងអញ្ចឹង rapport de stage តាមធម្មតាគឺជា element មួយដើម្បីបញ្ចប់បង្គ្រប់នៅក្នុងសាច់រឿង professional មួយកាលណាមាន stage គេត្រូវតែមាន rapport de stage ហើយ rapport de stage ដែលrapport de stage តាមធម្មតាគេមានត្រូវមានជារៀងរាល់ stage ទាំងអស់គឺត្រូវមានតែ rapport de stage សម្រាប់ការងារយើងនេះគឺត្រូវជា rapport de stage thématique ឬក៏អាចហៅម្យ៉ាងទៀតថាជា mini memoir អញ្ចឹង mini memoir យ៉ាងម៉េចទៅ rapport de stage គឺគ្រាន់តែជាគង់ត្រង់ដូចនៃសកម្មភាពដែលយើងធ្វើនៅក្នុងកំឡុងពេល stage ប៉ុន្តែ rapport de stage ដែលនៅក្នុង department នេះគឺយើងតាំងពីខ្ញុំហើយនឹងmonsieurស្រាន់កាន់ការងារឆ្នាំទី4នេះមកគឺពួកយើងកំណត់ឲ្យកូនសិស្សធ្វើ rapport de stage thématique ដើម្បីឲ្យពួកគេត្រៀមលក្ខណៈជំហានមូលដ្ឋានទៅកាន់ program M ព្រោះរាល់ថ្ងៃនេះគឺពួកយើងនៅក្នុង program L licence ហើយជំហានបន្តមានអ្នកខ្លះនឹងអាចទៅ M ហើយនឹងអ្នកខ្លះទៀតឈោងរហូតទៅដល់ D LMD មានន័យថា licence master ហើយនឹង doctorat អញ្ចឹងហេតុផលដែលត្រូវឲ្យយើងធ្វើ rapport ដែលមិនមែនជា rapport d'activité ប៉ុន្តែជា rapport thématique ឬក៏ហៅម្យ៉ាងទៀតថាជា mini memoir គឺដើម្បីបង្កមូលដ្ឋានណាមួយនោះឲ្យយើងអាចនឹងធ្វើការបន្តទៅទៀតដែលយើងអាចនឹងបន្តទៅថ្ងៃក្រោយយើងអត់ដឹងអញ្ចឹងនៅក្នុងកំឡុងពេល stage នេះគឺជាហេតុផលមួយជា objective របស់ stage មួយទៀតគឺឲ្យយើងរៀនធ្វើ rapport thématique ឬក៏ mini memoir អូខេអញ្ចឹងខ្ញុំដោយសារខ្ញុំជាអ្នកត្រូវទទួលកិច្ចការហ្នឹងខ្ញុំនឹងបញ្យល់ detail នៅពេលដែលយើងបញ្យល់តាក់ទងជាមួយនឹង rapport de stage តែឥឡូវខ្ញុំនិយាយជាទូទៅសិនអញ្ចឹងខ្ញុំប៉ុណ្ណឹងខ្ញុំអាចនិយាយលក្ខណៈ detail បន្តិចហើយប៉ុន្តែបន្តទៀតអាចនឹងបានបងចំពោះដំណើរការនៃ stage អញ្ចឹងដំណើរការ stage គឺយើងនឹងកំពុងតែធ្វើនេះគឺជាétape ទី1គឺ information et organisation de stage អញ្ចឹងខ្ញុំកំពុង communicate ជាមួយអ្នកទាំងអស់គ្នាគឺនៅក្នុង étape នេះឯងអញ្ចឹង étape បន្ទាប់យើងនឹងរៀប scénario pédagogique ឬក៏ fiche pédagogique ដើម្បីត្រៀមលក្ខណៈចុះទៅ practice stage តែម្ដងអញ្ចឹងនៅក្នុងយើង finalize ដូចយើងជម្រាបអ្នកទាំងអស់គ្នាអំពី Creno អំញ្ញមិញហ្នឹងថាយើងនឹងធ្វើ stage នៅខែ5តែកណ្ដាលខែ5ថ្ងៃ18នោះតែមុនហ្នឹងគឺយើងត្រូវរៀបចំអញ្ចឹងមុនថ្ងៃទី18ហ្នឹងគឺយើងត្រូវ préparer unité 3និង unité 4ហើយនិង unité 5អាចនឹងដល់ unité 6អញ្ចឹងត្រៀមឲ្យហើយដល់ពេលដែលយើងត្រូវទៅបរៀនគឺថ្ងៃ18ហ្នឹងគឺត្រូវតែហើយអត់មាននៅត្រៀមទៀតទេនៅក្នុងហ្នឹងអាចនឹងតែសម្រួលបន្តិចតួចអាស្រ័យពួកអីវាអត់គ្រប់ពេញលក្ខខណ្ឌត្មងទេត្រូវមានអាប់ដេតបន្តិចបន្តួចទៀត
នៅក្នុងកន្លងពេលដែលយើងបង្រៀន Unity 4គឺ Unity Science នឹងត្រូវមានការប្រែប្រួលអញ្ចឹងវ៉ាឡាយើងនឹងមានការប្រែប្រួលបន្ថែមទៀតតែយ៉ាងណាគឺត្រូវតែធ្វើឲ្យហើយបើមិនធ្វើឲ្យទេគឺថាយើងដូចខ្ញុំថាអញ្ចឹងគឺចលាចលហើយចលាចលទាំងអ្នកទាំងអស់គ្នាហើយចលាចលទាំងខ្ញុំហើយបើអ្នកទាំងអស់គ្នាធ្វើឲ្យខូចការយឺតការងារខ្ញុំប្រឡែងអ្នកទាំងអស់គ្នាចោលហើយណាខ្ញុំប្រាប់មុនណាព្រោះអីតែអញញ៉ៃខ្ញុំje m'en fous ខ្ញុំប្រឡែងចោលហើយកាលណាអ្នកទាំងអស់គ្នាធ្វើតែបែបដូចនៅក្នុងកំឡុងពេលអ្នកទាំងអស់គ្នារៀនអញ្ចឹងនៅទីនេះសានភាពរយៈពេល2សប្តាហ៍3សប្តាហ៍នេះគឺអ្នកទាំងអស់គ្នាគឺជាអ្នកដែល professional ដោយតែអ្នកទាំងអស់គ្នាអ្នកខ្លះធ្លាប់ទៅ star កន្លែងគេណាគឺអ្នកទាំងអស់គ្នាអត់អាចធ្វើកលក្ខៈដូចខ្លួនឯងកាលនៅរៀនបានទេគឺអ្នកទាំងអស់គ្នាត្រូវតែ serious ត្រូវតែមានអានេះដូចជាខ្ញុំសុំឈប់ឬក៏ខ្ញុំសុំច្បាប់ខ្ញុំសុំមកយឺតថ្ងៃនេះអត់បានទេណាតារារិទ្ធរយៈពេល2សប្តាហ៍នេះគឺថាដាច់ខាតគឺត្រូវតែមកឲ្យទាន់ពេលហើយបើមិនទាន់ពេលទេគឺ sanctionné វិញបាទហើយបើមកយឺតពេលត្រូវ sanctionné ហើយត្រូវទទួលខុសត្រូវចំពោះមុខកូនសិស្សខ្លួនឯងតែប្រហែលជាយើងមិនអីទេព្រោះយើងមិនខ្វល់មកយឺតយើងមិនខ្វល់មុខអ្នកណាធ្វើមុខយ៉ាងម៉េចទេពីព្រោះថាយើងធ្លាប់អញ្ចឹងទៅហើយតែជាមួយកូនសិស្សអត់ទេមុខគេផងប្រយ័ត្នតែគេមិនសហការយើង vivo វិញឡើយអញ្ចឹងសូមប្រយ័ត្នប្រយែងបន្ទាប់ពីយើងត្រៀមគួរ Unity 4 Unity Science ឬក៏អាចទៅដល់ Unity 6អាស្រ័យលើអ្នកទាំងអស់គ្នាតែអ្នកទាំងអស់គ្នាត្រៀមទៅអាចនឹងដល់ Unity 6យើងត្រៀមឲ្យហើយពេល stage នោះគឺយើងចាប់ផ្ដើមតែម្ដងពេលនេះគឺបែងចែកព្រះអង្គដឹងព្រះអង្គណាបរៀនអីហើយអញ្ចឹងរយៈពេលគឺលឿនមែនតើមួយរយៈពេលប្រហែលជា2-3សប្តាហ៍ដែរតែត្រូវធ្វើឲ្យហើយអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចយល់ហើយនឹងយើងអត់មានពេលមែមអត់មានពេលនេះទេត្រកច្រើនទេអញ្ចឹងសូមអ្នកទាំងអស់គ្នាយល់ហើយនឹង rapport de stage នឹងខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នានឹង start ចប់យើងធ្វើ rapport de stage អូខេអញ្ចឹងនេះគឺជារូបមន្តរបស់ stage អ្វីដែលខ្ញុំ check នេះគឺយើងមានត្រូវធ្វើអាហ្នឹងអ្វីដែលអត់ check នេះគឺអត់មានទេគឺ observation de classe អត់មានទេ analyse des produits របស់កូនសិស្សក៏អត់មានដែរឬសួរដែលអ្នកទាំងអស់គ្នាត្រូវប្រើប្រាស់ខ្ញុំនឹងបញ្ចូលបន្ថែមព័ត៌មាននៅទីនេះគឺរសួរដែលអ្នកទាំងអស់គ្នាត្រូវប្រើប្រាស់គឺមាន manual ខ្ញុំបានដាក់ឲ្យអ្នកទាំងអស់គ្នានៅក្នុង Telegram ហើយអ្នកទាំងអស់គ្នាត្រូវមាន Telegram group មួយដើម្បីទំនាក់ទំនងជាមួយនឹងថ្នាក់ដោយអ្នកទាំងអស់គ្នាបញ្ចូលគ្រូបន្ទុកថ្នាក់នៅក្នុងហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាត្រូវបង្កើតក្រុម Telegram ហើយធ្វើយ៉ាងណាដាក់គ្រូបន្ទុកថ្នាក់នៅក្នុងហ្នឹងហើយនឹងធ្វើយ៉ាងណាអ្នកទាំងអស់គ្នាត្រូវឲ្យកូនសិស្សចូលនៅក្នុងក្រុមហ្នឹងអញ្ចឹងអាហ្នឹងខ្ញុំមិនប្រាប់ថាម៉េចទេអ្នកទាំងអស់គ្នាដោះស្រាយខ្លួនឯងវាជាផ្នែកមួយនៃ evaluation ណាកអញ្ចឹងអ្នកទាំងអស់គ្នាចាត់ចែងខ្លួនឯងអញ្ចឹងខ្ញុំដាក់នៅក្នុង Telegram រួចហើយអ្នកទាំងអស់គ្នាអាចប្រើប្រាស់វាអានេះគឺទុកឲ្យអ្នកទាំងអស់គ្នាជាអ្នករៀបចំករណី document នេះអ្នកទាំងអស់គ្នាប្រហែលជាមិនត្រូវការប្រើប្រាស់ Google Sheet ទេអញ្ចឹងអ្នកទាំងអស់គ្នាអាចនឹងប្រើប្រាស់ត្រឹមតែ Google Docs ដើម្បីសរសេរឬក៏រៀបចំឯកសារឲ្យកូនសិស្សធ្វើឬក៏ Google Form ឬក៏អ្នកទាំងអស់គ្នាប្រើ form ផ្សេងទៀតដើម្បីយកមកដាក់លំហាត់ quiz ឲ្យកូនសិស្សឬក៏យ៉ាងណាសម្រាប់ travail collaboratif ឬក៏ travail en groupe អញ្ចឹងអ្នកទាំងអស់គ្នានឹងត្រូវប្រើប្រាស់អាហ្នឹងអ្នកទាំងអស់គ្នាត្រូវបង្កើត Google Classroom មួយអញ្ចឹងអ្នកទាំងអស់គ្នាបង្កើតអានេះ1 2 3ត្រូវបង្កើត Google Classroom ដោយអ្នកទាំងអស់គ្នាដាក់បញ្ចូលគ្រូបន្ទុកថ្នាក់នៅក្នុងនឹងហើយនឹងខ្ញុំចូល
អូខេឬក៏ដាក់ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាដាក់លោកគ្រូស្រន់ចូលមួយទៀតព្រោះអីខ្ញុំត្រូវបញ្ចូលគាត់នៅក្នុងសាច់រឿងដើម្បីគាត់យល់សាច់រឿងហើយទៅដើម្បីឆ្នាំក្រោយកុំឲ្យខ្ញុំបាក់បញ្យល់គាត់អញ្ចឹងដាក់គាត់បញ្ចូលនៅក្នុងនឹងផងអញ្ចឹង group ទាំងអស់ហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវបញ្ចូលគ្រូបន្ទុកថ្នាក់ខ្ញុំហើយនឹងលោកគ្រូស្រន់ចូលនៅក្នុងហ្នឹងចំពោះរសួកផ្សេងទៀតខ្ញុំសំដៅទៅលើ YouTube ហើយនឹងនេះអ្នកទាំងអស់គ្នាអាចនឹងត្រូវការ research ការងារមួយចំនួនតាក់ទងជាមួយនឹងការស្វែងរក documentation សម្រាប់ការបង្រៀនហើយនឹង tutorial ផ្សេងដើម្បីរៀបចំការងារហើយនឹងធ្វើ automation អង់គ្លេសរបស់ខ្លួនឯងនៅក្នុងកំឡុងពេលហ្នឹងទន្ទឹមនឹងហ្នឹងអ្នកទាំងអស់គ្នានឹងត្រូវប្រើប្រាស់ resource numeric មួយចំនួនដែលខ្ញុំនឹងអាចដាក់ចូលនៅទីនេះអ្នកទាំងអស់គ្នាខ្ញុំនឹង update ព្រោះអ្នកទាំងអស់គ្នានឹងត្រូវការប្រើវាសម្រាប់រកលំហាត់កាលពីមុនគឺមានសភៅតែឥឡូវអ្នកទាំងអស់គ្នាមាន SIP របស់ TV សាញ់មុងរបស់ AFE របស់ learning app អ្នកទាំងអស់គ្នាអាចនឹងប្រើប្រាស់វាដើម្បីធ្វើជារសួកដើម្បីរៀបចំលំហាត់ដាក់ឲ្យកូនសិស្សឬក៏ប្រើប្រាស់ជា document សម្រាប់អ្នកទាំងអស់គ្នាយកមក exploit ទាំង class អញ្ចឹងអ្នកទាំងអស់គ្នាអាចនឹងមើលវាហើយនឹងបញ្ជារសួកបន្ថែមសម្រាប់អ្នកទាំងអស់គ្នានៅក្នុងការស្វែងយល់ខ្លួនឯងនៅក្នុងការអីគឺអ្នកទាំងអស់គ្នាអាចទៅមើលខ្លួនឯងបន្ថែមអញ្ចឹងកំឡុងពេល stage នេះអ្នកទាំងអស់គ្នាឃើញហើយការងារមានច្រើនអ្នកទាំងអស់គ្នាអាចប្រលេះខែបានទេហើយមួយសប្តាហ៍គឺមកប្រព្រឹត្តភ្នែកប៉ុណ្ណោះអញ្ចឹងបើអ្នកទាំងអស់គ្នាតាមអត់តាន់ឬក៏ធ្វើអត់តាន់ពេលទេការងារនឹងកកនគ្នាហើយអ្នកទាំងអស់គ្នាមិនមែនតែរលំខ្លួនឯងមួយទេអ្នកទាំងអស់គ្នានឹងនាំឲ្យក្រុមខ្លួនឯងរលំដែរអ្នកទាំងអស់គ្នានាំឲ្យខ្លួនឯងរលំក្រុមរបស់ខ្លួនឯងរលំ stage របស់អ្នកទាំងអស់គ្នាក៏អាស្រ័យទៅលើអ្នកទាំងអស់គ្នាដែរវាជាចំណុចដែលពិបាកហើយជា la ligne rouge សម្រាប់អ្នកទាំងអស់គ្នាបញ្ចប់ការសិក្សារបស់ខ្លួនឯងចូលដល់ចំណុចចាមានអ្នកណាគេសួរអីម្ដងបើកន្លែង Google Classroom ហ្នឹងយើងបង្កើតតាមមក link ឬក៏យើងបង្កើតម្នាក់មួយអត់ទេចរិយាបង្កើតម្នាក់មួយធ្វើអីអាចមើលប្រាប់ខ្ញុំមើលថាមានគំនិតយ៉ាងម៉េចបានចិត្តនឹកឃើញចង់បង្កើតម្នាក់មួយអត់ទេម្ដងខ្ញុំគាត់នឹងសួរចង់បញ្ជាក់ពួកអីនឹងប៉ុន្តែ resume ខ្លួនឯងមើលហេតុអីបានជានាំឲ្យគិតឃើញបង្កើតម្នាក់មួយហេតុអីទៅងាយមកអត់ដឹងទេវាអត់ logic នៅក្នុងការបង្កើតម្នាក់មួយណាអញ្ចឹងការបង្កើតទៅតាមជាក្រុមថ្នាក់ជាថ្នាក់ណាព្រោះអីទាំងអស់គ្នាឧទាហរណ៍ថាអ្នកទាំងអស់គ្នាមានចំនួនមួយក្រុម3នាក់4នាក់3នាក់4នាក់អញ្ចឹងមួយក្រុមអ្នកទាំងអស់គ្នាហ្នឹងធ្វើការ3 4នាក់ហ្នឹងតែស្មើនឹងគ្រូមួយព្រោះអ្នកទាំងអស់គ្នាកាន់ថ្នាក់មួយយល់ខ្ញុំនិយាយអញ្ចឹងអ្នកទាំងអស់គ្នាកាន់ថ្នាក់មួយគឺថ្នាក់មួយ classroom មួយគ្រូប៉ុន្មានជារឿងមួយផ្សេងទៀតតែថ្នាក់មួយគឺclass មួយហើយថ្នាក់មួយ Google មួយ classroom មួយហើយអត់អាច2 3បានទេឈួតកូនសិស្សអញ្ចឹងអ្នកទាំងអស់គ្នាត្រូវចាំថាយើងនេះ3ឬក៏4នាក់ហ្នឹងគឺត្រូវធ្វើការគ្រូមួយស្មើនឹងគ្រូមួយព្រោះថ្ងៃគ្រូបង្រៀនគាត់មានតែម្នាក់ឯងទេកាន់ថ្នាក់មួយហ្នឹងនៅ2នាក់តែចង់និយាយថាមួយមុខណាមួយមុខគឺគាត់កាន់នេះអញ្ចឹងក៏
អញ្ចឹងបើសិនជាថ្នាក់មួយគ្រូនេះគឺអ្នកទាំងអស់គ្នាត្រូវសហការគ្នាមូលហេតុហ្នឹងអ្នកទាំងអស់គ្នាត្រូវធ្វើ fish មួយតែខ្ញុំកំណត់ឲ្យទៅវែងឆ្ងាយអានេះខ្ញុំនិយាយរួចហើយឬក៏ខ្ញុំកំពុងតែនិយាយនេះកាលឡង់ទ្រីយេខ្ញុំសូមជូនអ្នកទាំងអស់គ្នាបានប្រាប់អ្នកទាំងអស់គ្នាហើយថាអ្នកទាំងអស់គ្នាមានម៉ោងអីខ្លះអ្នកទាំងអស់គ្នាអាចคลิกមើលទៅចំពោះ grille d'observation grille d'observation គឺអ្នកទាំងអស់គ្នាត្រូវបំពេញនៅពេលដែលអ្នកទាំងអស់គ្នា observe អញ្ចឹងនៅពេលដែលមិត្តភ័ក្តិយើងឡើងមករៀនអ្នកទាំងអស់គ្នាត្រូវបំពេញអ្នកទាំងអស់គ្នាត្រូវបំពេញខ្ញុំនឹងមានការសម្រួលនៅពេលដែលអ្នកទាំងអស់គ្នាបំពេញឧទាហរណ៍ថាអ្នកទាំងអស់គ្នានៅក្នុងមួយថ្ងៃអ្នកទាំងអស់គ្នាមានសេអង់2អញ្ចឹងអ្នកទាំងអស់គ្នាអាចជ្រើសរើសអានោះខ្ញុំមិនធូរណាអ្នកទាំងអស់គ្នាជ្រើសរើសមួយសេអង់យកមកដំពេញតារាងហ្នឹងបើអ្នកទាំងអស់គ្នាយល់ថាគ្រូសេអង់ទី1បានបង្ហាញគួរដែលធ្វើឲ្យអ្នកទាំងអស់គ្នាយល់ស្រួលបំពេញអ្នកទាំងអស់គ្នាជ្រើសរើសគ្រូទី1បើសិនជាគ្រូទី2ត្រូវឡើងត្រូវអ្នកទាំងអស់គ្នាយល់ថាគួរគាត់ intéressant ឬក៏មានចំណុចដែលអ្នកទាំងអស់គ្នាត្រូវបំពេញងាយស្រួលអ្នកទាំងអស់គ្នាជ្រើសរើសគ្រូទី2អញ្ចឹងមួយថ្ងៃគឺត្រូវមានគ្រូ2ឡើងមករៀនមួយពេលមានន័យថាមាន2សេអង់អញ្ចឹងនៅក្នុងហ្នឹងអ្នកទាំងអស់គ្នាអាចជ្រើសរើសបានបើតាមធម្មតាគឺអ្នកទាំងអស់គ្នាត្រូវសរសេរទាំងអស់គ្រប់គ្នាឧទាហរណ៍ថាអ្នកទាំងអស់គ្នាត្រូវឡើង14សេអង់អ្នកទាំងអស់គ្នាត្រូវសរសេរចំនួន12សេអង់12 fish grille នេះ12 fish ហេតុអីបានជា14អ្នកទាំងអស់គ្នាត្រូវ12ពីព្រោះថាអ្នកទាំងអស់គ្នាអត់សរសេរតែពេលខ្លួនឯងឡើងមករៀនទេអញ្ចឹងនៅក្នុងចំណោម14ហ្នឹងយើងត្រូវខ្លួនឯងឡើងមករៀន2ដងអញ្ចឹងដកខ្លួនឯងចេញ2នៅសល់12អញ្ចឹងបើធ្វើបែបនេះអ្នកទាំងអស់គ្នាcharge ខ្លាំងពេកបន្ទុកច្រើនអញ្ចឹងហើយអ្នកទាំងអស់គ្នាខ្ញុំចុះថ្លៃឲ្យត្រឹម6អញ្ចឹងអ្នកទាំងអស់គ្នាត្រូវប្រគល់ឲ្យខ្ញុំ fish observation ចំនួន6ក្នុងកំឡុងពេលមួយ stage ហ្នឹងអញ្ចឹងនេះគឺជាអ្វីដែលជាគោលការណ៍ហើយយើងត្រូវធ្វើហើយនៅក្នុងការបំពេញកុំបំពេញដោយយកចិត្តទុកដាក់មិនមែនធ្វើឲ្យរួចតែពីខ្លួនទេឲ្យរួចពីដៃណាអញ្ចឹងត្រូវបំពេញព័ត៌មាន information general ទៅបំពេញព័ត៌មានដែលបានដាក់ជាសញ្ញាសួរនេះហើយមានការណែនាំសូមមើលការណែនាំឲ្យស្រួលបួលហើយកុំធ្វើរលើមួយខ្ញុំណាខ្ញុំស្ដីឲ្យខ្មាស់គេអញ្ចឹងមើលអាហ្នឹងព្រោះអីបើសិនជាអត់យល់កន្លែងណាសូមសួរខ្ញុំហើយកុំអត់ធ្វើព្រោះអីខ្ញុំតាមដានអាហ្នឹងហើយខ្ញុំមិនតាមដានដើម្បីខ្ញុំចេះដឹងអីទេគឺថាខ្ញុំបារម្ភខ្លាចអ្នកទាំងអស់គ្នាអត់មានអីយកទៅសរសេរនៅក្នុងពេលធ្វើរ៉ាប៉័រព្រោះអីអាហ្នឹងគឺជាកំណត់បង្ហាញហើយត្រូវប្រើប្រាស់វានៅក្នុងរ៉ាប៉័រអ្នកទាំងអស់គ្នាត្រូវវាតម្លៃទៅលើសិស្សវាតម្លៃទៅលើអិរិយាបថសិស្សមានចំណុចដែលមួយចំនួនអ្នកទាំងអស់គ្នាមិនវាតម្លៃអ្នកទាំងអស់គ្នារើពេរេអ្វីដែលអ្នកទាំងអស់គ្នាសង្កេតឃើញថាមានសារៈប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាព្រោះអ្នកទាំងអស់គ្នា observe
ព្រោះអ្នកទាំងអស់គ្នាត្រូវការ observe គេដើម្បីទទួលបានចំណេះដឹងគឺ observe គ្រូអ្នកទាំងអស់គ្នា observe សិស្សដើម្បីធ្វើយ៉ាងណាឲ្យការងាររបស់ខ្លួនឯងឲ្យបានល្អហើយអ្នកទាំងអស់គ្នាយកបទពិសោធន៍ហ្នឹងដើម្បីឲ្យខ្លួនឯងទៅថ្ងៃក្រោយជា observe គេនិងខ្លាយទៅជាអ្នកដែល evaluate គេអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាត្រូវប្រើប្រាស់អាហ្នឹងគឺអ្នកទាំងអស់គ្នាធ្វើដើម្បីខ្លួនឯងមិនមែនធ្វើដើម្បីខ្ញុំទេចឹងនៅក្នុងការរៀបចំនេះគឺអ្នកទាំងអស់គ្នាឃើញហើយឧទាហរណ៍ថាអ្នកទាំងអស់គ្នាត្រូវ observe អ្នកទាំងអស់គ្នាត្រូវ observe តកតងជាមួយនឹងសិស្សអ្នកទាំងអស់គ្នា observe តកតងជាមួយនឹងសិស្សតែ observe រឿងអីអញ្ចឹង observe ទៅលើ respect de la discipline ហើយនិង code de la classe របស់កូនសិស្ស observer ទៅលើ participation aux activités observer អំពី regroupement របស់កូនសិស្ស interaction entre stratégie d'apprentissage របស់ពួកគេla maîtrise des ressources numériques របស់កូនសិស្សតើពួកគេនឹងកម្រិតណាបានអញ្ចឹងចំពោះចំណុចនីមួយៗហ្នឹងអ្នកទាំងអស់គ្នាជួនកាលអត់ដឹងថា observer រឿងអីទេអញ្ចឹងហើយអ្នកទាំងអស់គ្នាអាចនឹងមើលចំណុចត្រេនេះអ្នកទាំងអស់គ្នាអាចចាប់អារម្មណ៍ទៅលើចំណុចហ្នឹងឧទាហរណ៍ដើម្បី observer participation aux activités កូនសិស្សយើងមើលទៅលើអីយើងមើលទៅលើ motivation យើងមើលទៅលើ curiosity របស់ពួកគេយើងមើលទៅលើ engagement ទៅលើការងាររបស់ពួកគេយើងមើលទៅលើcourage នៅពេលដែលពួកគេអត់ចេះយ៉ាងម៉េចយ៉ាងម៉ាយើងនឹងឃើញថាពួកគេ participate កម្រិតណាទោះបីជាពួកគេអត់ចេះប៉ុន្តែគឺពួកគេមាន motivation ឬក៏អត់យើងកំណត់គេទៅហើយទៅនេះអញ្ចឹងអ្នកទាំងអស់គ្នាអាចនឹងរើសយកចំណុចណាមួយឬក៏2ឬក៏3យកមកសរសេរហើយរកដាក់ជាភស្តុតាងឧទាហរណ៍ថានៅចំណុចនេះអ្នកទាំងអស់គ្នាចាប់អារម្មណ៍ជាពិសេសទៅលើ engagement របស់កូនសិស្សអញ្ចឹងអ្នកទាំងអស់គ្នាដាក់នៅនេះមកសកម្មភាពណាដែលបង្ហាញអំពី engagement ហ្នឹងអ្នកទាំងអស់គ្នាយល់ឃើញថា engagement ហ្នឹងយ៉ាងម៉េចដែរវិជ្ជមានឬក៏អវិជ្ជមានបើសិនជាឃើញថាគ្រូដាក់លំហាត់ទៅមិនដែលធ្វើទេអញ្ចឹងយើងយកមកយ៉ាងម៉េចដែរយកមកវាតម្លៃថាកូនសិស្សហ្នឹងគឺដាក់លំហាត់ទៅអត់ដែលធ្វើអញ្ចឹងការវាតម្លៃរបស់យើងឬម៉ាក់របស់យើងគឺ défavoriser engagement កូនសិស្សនៅក្នុងក្រុមហ្នឹងគឺអត់ទេតែយើងត្រូវដោះស្រាយយ៉ាងម៉េចនៅពេលដែលយើងត្រូវឡើងបង្រៀនពួកគេយើងឃើញទេគឺយើងធ្វើដើម្បីខ្លួនឯងហើយបើសិនជាយើងឃើញហើយយើងអត់ repere គ្រូនេះនឹងវាតម្លៃថាយើងហ្នឹងពេលដែលត្រៀមខ្លឹមសារមកគឺអត់ចាប់អារម្មណ៍អំពីរបៀបធ្វើការងាររបស់កូនសិស្សទេហើយនៅពេលដែលកូនសិស្សអត់ធ្វើកិច្ចការគឺយើងចាត់ទុកថាជារឿងធម្មតា Ne vous inquiétez pas c'est pas grave មានឆ្នាំទៅណានិយាយតិចc'est pas grave តិច c'est pas grave si c'est grave តែបើសិនជាយើងយល់ថាវាអត់ grave គឺយើងមានបញ្ហាអញ្ចឹងអាហ្នឹងគឺប្រយ័ត្នប្រយែងតិចតកតងជាមួយនឹងរឿងហ្នឹងអញ្ចឹងអសរត្រេតនេះគឺគ្រាន់តែអាចឲ្យយើងមានមាន idea ចំណុចដែលយើងត្រូវ observe ដើម្បីបានមកហើយអ្វីដែលយើងត្រូវយកមកដាក់ហ្នឹងគឺយើងយកទៅប្រើប្រាស់នៅក្នុង rapport de stage គឺ présentation របស់ថ្នាក់របស់អ្នកទាំងអស់គ្នាហ្នឹងថាតើកូនសិស្សជាទូទៅយ៉ាងម៉េចដែរអញ្ចឹងយើងត្រូវរាប់ element ដែលមានពាក់ព័ន្ធជាមួយនឹងrepere នឹងពាក់ព័ន្ធជាមួយនឹង sujet ប្រាប់ដោយ rapport របស់យើងផងពាក់ព័ន្ធយើង observe ពាក់ព័ន្ធផងហើយនឹង
observe ទៅលើអ្វីដែលជាចំណុចវិជ្ជមាននិងអវិជ្ជមានរបស់ថ្នាក់ដែលយើងត្រូវបង្ហាញនៅក្នុង rapport របស់យើងព្រោះនៅក្នុង rapport គឺយើងត្រូវបង្ហាញអំពីថ្នាក់ présenter អំពីថ្នាក់អញ្ចឹង présenter អំពីថ្នាក់ présenter អីគេខ្លះ présenter អំពីរចនាសម្ព័ន្ធរបស់ថ្នាក់អ្វីដែលជា matériel ជា outil របស់ថ្នាក់ដែល favoriser dans l'apprentissage présenter មនុស្សនៅក្នុងហ្នឹងគឺសិស្សនឹងឯងដែលត្រូវនេះហើយមានចំណុចណាខ្លះជាវិជ្ជមានចំណុចខ្លះណាខ្លះអវិជ្ជមានយើងត្រូវដាក់ផែនការដើម្បីកែសម្រួលនៅក្នុងពេលអំឡុងពេលពីសប្តាហ៍ហ្នឹងឬក៏យើងនឹង adapt contenu ដែលយើងបាន prepare ហ្នឹងយ៉ាងដូចម្ដេចអានេះគឺជាខ្លឹមសារដែលវា pertinent សម្រាប់ការសរសេរ rapport អញ្ចឹងការធ្វើ observation ឬក៏ grille observation នេះគឺជួយអ្នកទាំងអស់គ្នានៅក្នុងផ្នែកហ្នឹងគឺជួយនៅក្នុងពេលដែលអ្នកទាំងអស់គ្នាត្រៀមខ្លឹមសារគួរ adapter និងជួយអ្នកទាំងអស់គ្នាបានគំនិតយកទៅសរសេរនៅក្នុង rapport de stage បើសិនជាអ្នកទាំងអស់គ្នាអត់បំពេញទេអ្នកទាំងអស់គ្នាអត់មានអីដើម្បីសរសេរទេព្រោះអីពេលដែលអ្នកទាំងអស់គ្នា observe ហើយដកដង្ហើមចោលមានន័យថា observe ធ្វើប្រគប់កាច់ណាអញ្ចឹងអ្នកទាំងអស់គ្នានឹងអត់បានអីទៅវិញទេអញ្ចឹងធ្វើដើម្បីខ្លួនឯងមិនមែនធ្វើដើម្បីខ្ញុំទេហើយកាលណាខ្ញុំឃើញអ្នកទាំងអស់គ្នាអត់ធ្វើខ្ញុំប្រកាសជាស្ដីឲ្យហើយនិយាយគ្នាទុកមុនណានៅពេលដែលអ្នកទាំងអស់គ្នាធ្វើអត់បានត្រឹមត្រូវខ្ញុំប្រកាសជាស្ដីឲ្យអាហ្នឹងextrinsic គឺអ្នកទាំងអស់គ្នាកាលណាអ្នកទាំងអស់គ្នាព្រោះខ្ញុំត្រូវមានពីរខ្ញុំបានពន្យល់អ្នកទាំងអស់គ្នាអំពីអាងត្រាំងសេកហើយហេតុអីបានជាត្រូវធ្វើបំពេញ grille d'observation ហ្នឹងហើយខ្ញុំបន្ថែម extrinsic ទៀតគឺដាក់សម្ពាធឲ្យអ្នកទាំងអស់គ្នាសរសេរអញ្ចឹងបើសិនជាព្រោះអ្នកទាំងអស់គ្នាជាសិស្សឥឡូវហ្នឹងបើមានតែអាងត្រាំងសេកទៅរួចទេព្រោះអ្នកទាំងអស់គ្នាមិនអាចទៅរួចទេព្រោះអ្នកទាំងអស់គ្នាមិនទាន់ខ្លាយទៅជាខ្មោច7ថ្ងៃអត់ទាន់យល់អារម្មណ៍ហ្នឹងទេអត់ទាន់យល់អំពីអ្វីហេតុអីបានជាគ្រូធ្វើអញ្ចឹងទេអញ្ចឹងហើយខ្ញុំត្រូវដាក់ទាំងពីរចូលទៅគឺទាំងអាង transect ហើយនិង extransect ចូលអញ្ចឹង extransect គឺ punition ហ្នឹងឯងគឺការស្ដីបន្ទោស des reproches បើអ្នកទាំងអស់គ្នាអត់ធ្វើហើយអ្នកទាំងអស់គ្នាដើម្បីកុំឲ្យមាន reproche លុះត្រាតែអ្នកទាំងអស់គ្នាមានអាង transect ហើយខ្ញុំបានពន្យល់អំពីហេតុហើយអញ្ចឹងអ្នកទាំងអស់គ្នាត្រូវធ្វើយ៉ាងម៉េចមនុស្សដែលត្រូវធ្វើដើម្បីខ្លួនឯងគឺមានលទ្ធផលការងារមួយតែមនុស្សដើម្បីអ្នកដទៃគឺអត់បានលទ្ធផលអីទេអញ្ចឹងបើអ្នកទាំងអស់គ្នារងចាំឲ្យដល់ខ្ញុំបន្ទោសហើយសំយើងអាចធ្វើទៅបានខ្ញុំក៏មិនដឹងថាម៉េចដែរខ្ញុំប្រកាសជាធ្វើទៅតាមទូនីតិហើយព្រោះអីខ្ញុំអត់មាននឹកឃើញទំនេរខ្លាំងស្ដីឲ្យគេនោះទេតែបើគេមិនធ្វើមិនអើពើនឹងអ្វីដែលខ្ញុំប្រាប់អាហ្នឹងខ្ញុំចាត់ការហើយអត់មានបណ្ណៃទេអ្នកទាំងអស់គ្នាដឹងស្រាប់ហើយដាក់កោអញ្ចឹងគឺជាអ្វីដែលខ្ញុំត្រូវធ្វើហើយទីថាអូខ្ញុំជ្រើសរើស observe លើកនេះខ្ញុំយក punctuation លើកក្រោយ observe ទៀត punctuation ទៀតលើកក្រោយ punctuation ទៀតលើកក្រោយ punctuation ទៀតព្រោះអីខ្ញុំ punctuation សម្រាប់ខ្ញុំគឺជាអ្វីដែលខ្ញុំស្រួលបំពេញហើយទៅអញ្ចឹងមានន័យថាអ្នកទាំងអស់គ្នា observe ដោយមិនឆ្លាតវៃអញ្ចឹងអត់កើតទេអញ្ចឹងអត់កើតទេអញ្ចឹងអ្នកទាំងអស់គ្នាត្រូវមានកន្លែងដកបន្ទុកនៅកន្លែងមានកន្លែងដែលត្រូវដកវាមិនមានច្រើនទេប៉ុន្តែដក1ដក2អ្នកទាំងអស់គ្នាអាចអស់ព្រោះងាកដកពេលនេះគឺងាកដកហើយវាច្រើនណាស់អញ្ចឹងខ្ញុំអាចមានបន្ទុកដកគ្រប់គ្រាន់សម្រាប់ដកអញ្ចឹងប្រកាសជាសบายដកហើយអញ្ចឹងដូចគ្នានៅទីនេះគឺជាសតត្រេតគឺសម្រាប់ element ដើម្បីឲ្យយើងយកចំណុចណាមួយយកមកនិយាយហើយអានេះបញ្ជាក់ action ថាហេតុអីបានជាហ្នឹង
តើគេធ្វើម៉េចបានយើងចាត់ទុកថាហ្នឹងហើយសកម្មភាពហ្នឹងយើងមានតម្លៃមើលថាវាវិជ្ជមានឬក៏អវិជ្ជមានបើវាវិជ្ជមានសរសេរព័ត៌មានវិជ្ជមានត្រង់ណាបើវាវិជ្ជមានចឹងកន្លែងអវិជ្ជមាននេះគឺបិទមានន័យថាដាក់ x តែហ្នឹងក៏ហើយ fish objective ហ្នឹងនឹងត្រូវបំពេញហើយយកមក attach នៅកន្លែងនេះតិចទៀតខ្ញុំនឹងដាក់កន្លែងដើម្បីអ្នកទាំងអស់គ្នា attach ខ្ញុំបង្ហាញឧទាហរណ៍សិស្សច្បងចឹងនេះចឹងសិស្សច្បងគឺបំពេញយ៉ាងឯងចឹងនេះគឺជា grid observation ហើយគាត់ដាក់គ្រប់ព្រះអង្គអញ្ចឹងអ្នកណាឡើងមករៀនដាក់fiche de cours អ្នកដែល observe គឺចឹងនៅក្នុងនេះព្រះអង្គមួយនេះគឺអ្នកនេះឡើងមករៀនចឹងអ្នកផ្សេងទៀតគឺត្រូវបកគលមកឲ្យខ្ញុំ fiche d'observation ចឹងបានអញ្ចឹងឯងចឹងនៅពេលដែលមួយព្រះអង្គម្ដងគឺអ្នកទាំងអស់គ្នាត្រូវធ្វើអញ្ចឹងតោះនេះគឺជាសិស្សច្បងឆ្លងកាត់ការពីឆ្នាំទៅចឹងអ្នកទាំងអស់គ្នាសូមយោគយល់ហើយនឹងសហការតោះ Madam cho grill Doto evaluation នេះដាក់ណា Madam ចា grill Doto evaluation ខ្ញុំនឹងបង្កើត Google Classroom ដើម្បីយើងបកគលឲ្យខ្ញុំនៅពេលដែលយើងចាប់ stage ឬក៏ខ្ញុំដាក់ដើម្បីពេលយើងបរិញ្ញាហើយយើងដាក់បញ្ចូលបដា D'accord Oui Madam ចាអញ្ចឹង grade observation ខ្ញុំបានបញ្យល់ហើយអ្នកទាំងអស់គ្នាអាចបំពេញហើយមានឆ្ងល់ចាំសួរខ្ញុំនៅពេលបំពេញហ្នឹងអូខេតែត្រូវបំពេញដូចខ្ញុំជម្រាបអ្នកទាំងអស់គ្នាអញ្ចឹងការសិស្សច្បងខ្ញុំឲ្យបំពេញគ្រប់ព្រះអង្គទាំងអស់បន្តមកទៀត fiche pedagogique អ្នកទាំងអស់គ្នាស្គាល់ហើយអ្នកទាំងអស់គ្នាចេះធ្វើហើយអញ្ចឹង fiche pedagogique បន្ទាប់ពី unité អាងនេះទៅបន្ទាប់ពី unité អាងទៅអ្នកទាំងអស់គ្នាត្រូវរៀបចំ unité កាត់អញ្ចឹងអ្នកទាំងអស់គ្នានឹងត្រូវដាក់វានៅទីនេះแล้วก็ជា attach file អញ្ចឹងអ្នកទាំងអស់គ្នាត្រូវបង្កើត fichier មួយគឺសម្រាប់ដាក់ unité កាត់ហើយ unité sign នឹងធ្វើនៅក្នុងពេលជាមួយគ្នាដែលយើងបែងចែកក្រុមខ្ញុំនឹងបែងចែកឲ្យអ្នកទាំងអស់គ្នាធ្វើហើយគ្រប់គ្នាគឺត្រូវមានទូនីតិរៀងៗខ្លួនហើយដោយតែយើងនេះអញ្ចឹងគឺអ្នកទាំងអស់គ្នាត្រូវបង្កើតជា fichier មួយបើស្មើនៅពេលដែលអ្នកទាំងអស់គ្នាបំពេញអ្នកទាំងអស់គ្នាត្រូវសរសេរនេះខ្លួនឯងហើយកន្លែងនេះគឺសម្រាប់ដាក់ជា fiche room យ៉ាងម៉េចមានន័យថាគ្រប់គ្នាគ្រប់ក្រុមនឹងអាចត្រូវប្រើ fiche នឹងតែមួយអ្នកទាំងអស់គ្នាធ្វើ fiche ដើម្បីកុំឲ្យយើងធ្វើបន្ទុកធ្ងន់ពេកអញ្ចឹងខ្ញុំនឹងដឹកនាំហើយនិយាយភាសាទៀតតទៅនឹងរចនាសម្ព័ន្ធហ្នឹងអញ្ចឹងយើងទាំងអស់គ្នានឹងធ្វើកិច្ចការនឹងនៅសប្តាហ៍ចូលមកវិញយើងបញ្ចប់nên តាមពិតមិនចាំបញ្ចប់ទេខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាកាលពីថ្ងៃសៅរ៍ហើយថាយើងអ្វីដែលចេះពី unité អាងនេះយកទៅធ្វើ unité កាត់ការប្រើទៅតែអ្នកទាំងអស់គ្នាអ្វីដែលរងចាំហ្នឹងគឺចាំខ្ញុំបង្ហាញអ្នកទាំងអស់គ្នាចាប់ក្រុមឲ្យអ្នកទាំងអស់គ្នាអញ្ចឹងគឺជាអ្វីដែលអ្នកទាំងអស់គ្នាតារារិទ្ធគឺយើងអត់អាចទៅបើករបស់គេបានទេព្រោះឯជារបស់គេតារារិទ្ធមើលរបស់គេអត់កើតទេព្រោះឯចាអញ្ចឹងយើង
ឃើញមានអ្នកដែលអត់ទាន់បានដាក់ឲ្យខ្ញុំហ្នឹងគឺត្រារិតហើយនឹងពិសីអញ្ចឹង មានម្ដាយដាក់ ចាហើយអ្វីដែលយើងចេះខ្លះហ្នឹងយើងចាប់ដើមនេះអញ្ចឹងខ្ញុំនឹងបែងចែកក្រុមទៅឲ្យអ្នកទាំងអស់គ្នាហើយទៅអ្នកទាំងអស់គ្នាអាចនឹងធ្វើ fish ហើយនឹងបង្កើតក្រុមខ្លួនឯងអញ្ចឹងខ្ញុំ spin ការងារក្រុមឲ្យអ្នកទាំងអស់គ្នានៅអាចនឹងចុងពេលនេះអញ្ចឹងខ្ញុំសូមបន្តទៅទៀតព្រោះខ្ញុំនៅរឿងវែងឆ្ងាយអញ្ចឹង fish objective គឺខ្ញុំបានមិញបញ្យល់ឲ្យ grid observation method គឺឲ្យរួចហើយតាមរយៈ Telegram fish ក៏អ្នកទាំងអស់គ្នាស្គាល់ហើយ auto evaluation grid auto evaluation Grid auto evaluation គឺជា grid ដែលអ្នកទាំងអស់គ្នាត្រូវធ្វើសម្រាប់ check ខ្លួនឯងមុនឬក៏មានន័យថារៀបចំ fish ដូចគួរហើយមុនឡើងបង្រៀន check មើលខ្លួនឯងមួយសាតើខ្លួនឯងមានខ្វះអីទៀតអត់ check មើលណាហើយបង្រៀនចប់ត្រូវ check មួយសាទៀតដើម្បីភ្ជាប់ជាមួយនឹងfish ដូចគួររបស់យើងមកឲ្យខ្ញុំដើម្បីខ្ញុំអាចមើលថាតើអ្នកទាំងអស់គ្នាវាតម្លៃខ្លួនឯងយ៉ាងម៉េចដែរចេះវាតម្លៃខ្លួនឯងទេបើចេះវាតម្លៃខ្លួនឯងវាតម្លៃគេថ្ងៃក្រោយក៏បានដែរតែបើសិនជានេះវាតម្លៃខ្លួនឯងអត់បានទេកន្លែងខ្លះមិនត្រូវតែយើងយល់ថាត្រូវអាហ្នឹងគ្រូប្រាប់ថាអាហ្នឹងមិនត្រូវទេយល់អញ្ចឹងត្រូវគឺវាមិនត្រូវទេយល់ខុសថាជាត្រូវគឺមិនត្រូវទេគឺត្រូវកែសម្រួល fish auto evaluation គឺមានគោលបំណងបែបនេះមានន័យថាមើលថាតើអ្នកទាំងអស់គ្នាចេះវាតម្លៃខ្លួនឯងដែរឬក៏អត់បើអ្នកទាំងអស់គ្នាចេះវាតម្លៃខ្លួនឯងថ្ងៃក្រោយអ្នកទាំងអស់គ្នាចេះវាតម្លៃគេហើយអញ្ចឹងដោយដែលខ្ញុំជម្រាបអ្នកទាំងអស់គ្នាថាការដែលអ្នកទាំងអស់គ្នាធ្វើការងារនៅក្នុងអំឡុងពេល stage នេះមិនមែនត្រឹមតែពង្រឹងខ្លួនឯងនៅក្នុងអាជីពទេថែមទាំងអាចនឹងថ្ងៃក្រោយយកទៅប្រើប្រាស់ដើម្បី observe ដើម្បីវាតម្លៃគេផងដែរអញ្ចឹងនៅទីនេះខ្ញុំអាចវាជាឯកសារមួយដែលផ្ដល់ឲ្យខ្ញុំអាចដឹងបានថាចៅអ្នកទាំងអស់គ្នាដឹងខ្លួនឯងមានបញ្ហាដែរឬក៏អត់ជួនកាលយើងគិតថាហ្នឹងអត់មានបញ្ហាប៉ុន្តែគ្រូនឹងអាចដឹងថាគឺនេះឯងមានបញ្ហាអញ្ចឹងនៅពេលហ្នឹងចឹងនៅទីនេះឯងគឺយើងត្រូវដឹងថាយើងមានបញ្ហាតែយើងអត់ដឹងគឺគ្រូជាអ្នកប្រាប់អញ្ចឹងមើលតាមរយៈការងារដែលយើងវាតម្លៃនឹងឯងអាចឲ្យយើងគ្រូតាមដានមើលថាតើការយល់របស់យើងយល់ត្រូវឬខុសអញ្ចឹងដូចខ្ញុំថាអញ្ចឹងគឺសម្រាប់អ្នកទាំងអស់គ្នាដើម្បីគ្រូមើលថាតើយើងមានខ្វះខាតអីទៀតអញ្ចឹងប្រើប្រាស់គ្រូមធ្យោបាយច្រើនហើយដែលប្រើអានេះហើយប្រើអានេះទៀតហ្នឹងគឺថាជួយទុកដាក់ខ្លួនឯងទេតែបើសិនជាអ្នកទាំងអស់គ្នាថាអូខ្ញុំខ្លាចគ្រូស្ដីឲ្យខ្ញុំខ្លាចអញ្ចេះខ្ញុំខ្លាចអញ្ចោះអ្នកទាំងអស់គ្នាអត់អាចវាតម្លៃខ្លួនឯងបានអ្នកទាំងអស់គ្នាធ្វើទៅតាមដែលរួចខ្លួនមកបានអញ្ចឹងតាមអ្នកទាំងអស់គ្នាណាព្រោះខ្ញុំមិនអាចជួយអ្នកទាំងអស់គ្នាទេបើអ្នកទាំងអស់គ្នាមិនបើកផ្លូវឲ្យខ្ញុំជួយអញ្ចឹងខ្ញុំមានគោលដៅដើម្បីធ្វើឲ្យគេអាប់អោនអាម៉ាស់មុខទេប៉ុន្តែបើសិនជាគេមិនសហការមួយខ្ញុំត្រូវធ្វើហើយចឹងបើសិនជាយើងសហការគ្នាហ្នឹងអូខេខ្ញុំធ្វើដើម្បីអ្នកទាំងអស់គ្នាតែបើអ្នកទាំងអស់គ្នាមិនទទួលទេអ្នកទាំងអស់គ្នាខ្ញុំបដ ாய் ទៅតាមហ្នឹងណាខ្ញុំបានធ្វើអ្វីនេះហើយខ្ញុំមិនបន្ទោសខ្លួនឯងទេអញ្ចឹងជម្រាបដដែលថាខ្ញុំធ្វើដើម្បីខ្លួនឯងអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀត Grid
auto evaluation គឺសម្រាប់ឆែកមើលមុនពេលឡើងបង្រៀនឬក៏ដើម្បីមើលខ្លួនឯងឆែកមើលខ្លួនឯងថាមានខ្វះខាតអីដែរឬទេមុនឡើងបង្រៀនចប់ថាខ្លួនឯងធ្វើបានអ្វីខ្លះនិងមិនបានអ្វីខ្លះល្អឬក៏មិនល្អយើងវាតម្លៃទៅតាមចេចតាមលក្ខខណ្ឌនេះអញ្ចឹងអ្នកទាំងអស់គ្នាមើលទៅហើយទៅសាក់របស់វាតម្លៃខ្លួនឯងហើយបើមានកន្លែងណាមិនយល់សូមសួរខ្ញុំអូខេvoilàខ្ញុំសូមបន្តទៅទៀតតកតងជាមួយនឹង re-evaluation មិញ auto evaluation ឥឡូវនេះគឺ evaluation អញ្ចឹង evaluation នេះគឺសម្រាប់វាតម្លៃកម្មសិក្សាអ្នកទាំងអស់គ្នាទាំងមូលហើយ green នេះគឺខ្ញុំបានដាក់ជា MAG ហ្នឹងគឺ MAG ហ្នឹងមានន័យថាដាក់ mise à jour មានន័យថាខ្ញុំអាប់ដេតថ្មីអញ្ចឹងអាប់ដេតថ្មីអ្នកទាំងអស់គ្នាអាចនឹងមើលឃើញនេះមើលទៅហើយទៅវាតម្លៃអ្នកទាំងអស់គ្នាលើកអីគេខ្លះអញ្ចឹងការវាតម្លៃអ្នកទាំងអស់គ្នាគឺ100ពិន្ទុដែលនៅក្នុងនឹងមានចំនួនចំនួន5ចំណុច4ចំណុចដែលត្រូវវាតម្លៃដែលនៅក្នុងនឹងគឺ attitude ចំនួន10ពិន្ទុ langue 20ពិន្ទុpréparation planification នោះ30ពិន្ទុla gestion de classe ឬក៏ la mise en œuvre de cours ដែលខ្លួនឯងបាន préparé ហើយ voilà ចុងក្រោយនេះគឺជាការវាតម្លៃរួមកំងតែរួមអញ្ចឹងការដាក់ពិន្ទុឲ្យចំនួនប៉ុន្មានហ្នឹងគឺអាស្រ័យទៅលើនេះអញ្ចឹងនៅខាងក្រោមនេះគឺជាបារ៉ាមមិនមែនជាបារ៉ាមទេតាមទៅគឺជាអ្វីដែលអ្នកទាំងអស់គ្នាត្រូវនេះអញ្ចឹងពណ៌ខ្មៅនេះគឺអត់ទាន់មានអីទេប៉ុន្តែចំណុចចំពោះចំណុចទី3ផ្នែកទី3គឺត្រូវមានចំណុចដែលត្រូវបំពេញលក្ខខណ្ឌនៅខាងនេះ A B គឺជាទូទៅគ្រូគាត់ចាស់ពីមុនមកគឺគាត់អាចនឹងវាតម្លៃបានហើយគាត់ចេះហើយប៉ុន្តែអ្វីដែលថ្មីជាតារាងថ្មីដែលខ្ញុំអាប់ដេត2ឆ្នាំ3ឆ្នាំមកហើយតាំងពី COVID មកអាប់ដេតច្រើនហើយជារៀងរាល់ឆ្នាំគឺត្រូវបន្តអាប់ដេតតទៅទៀតគឺមានចំណុចដែលត្រូវបំពេញឧទាហរណ៍ថាអានេះអត់មានចំណុចដែលត្រូវបំពេញទេគឺដាក់ពិន្ទុទៅលើការស្លៀកពាក់ទៅលើ motivation dynamism របស់ខ្លួនឯងហើយនឹងការជឿទុកដាក់លើការងារការយកចិត្តទុកដាក់ឬក៏អិរិយាបថរបស់គ្រូចំពោះសិស្សអត់អាចទៅនេះជាមួយកូនសិស្សបានទេឬជួនខ្លះយើងសង្ប៉ាជាមួយនឹងកូនសិស្សឬក៏នៅក្នុងចំណោមហ្នឹងមានពួកម៉ាក់យើងនៅក្នុងហ្នឹងប៉ុន្តែពេលហ្នឹងយើងឋានៈខុសគ្នាយើងឋានៈជាគ្រូហើយគេឋានៈជាសិស្សអញ្ចឹងអត់អាចលេបខាយលេងជាមួយនឹងគេបានទេដោយសារពួកយើងជាមានឋានៈខុសគ្នាពេលហ្នឹងla prise en compte des conseils គឺជាផ្នែកមួយដែរគឺតកតងជាមួយនឹងការទទួល feedback ជាពិសេសនៅពេលដែលគ្រូបន្ទុកថ្នាក់ហើយនឹងខ្ញុំជាគ្រូណែនាំនេះប្រាប់ថាត្រូវមានការកែសម្រួលចំពោះអ្នកដទៃមានន័យថាកាលណាយើងគ្រូផ្ដល់ feedback ទៅឲ្យថ្នាក់យើងកាលណាគ្រូឲ្យ feedback ទៅលើថ្នាក់យើងមានន័យថាយើងក៏ត្រូវមើលដែរបើសិនជាយើងមានបញ្ហាហ្នឹងយើងជៀសហើយបើសិនជាយើងអត់ជៀសទេយើងបញ្ហានឹងបន្តឲ្យខុសទៀតមានន័យថាយើងខុសដដែលយើងអត់ចេះកែខ្លួនអញ្ចឹងត្រូវ sanctionné ដកបន្ទុកniveau de langue អ្នកទាំងអស់គ្នាមើលនៅក្នុងហ្នឹងវាអត់មានអីដែលត្រូវនេះទេអញ្ចឹងមើលទៅតាមកម្រិតហ្នឹងប៉ុន្តែអ្វីដែលត្រូវទីមទានៅទីនេះចំណុច C នេះគឺជារឿងដែលថ្មីអញ្ចឹងអ្វីដែលថ្មីហ្នឹងគឺមានអ្វីខ្លះគឺតកតងជាមួយនឹងការប្រើប្រាស់ numeric នៅក្នុង preparation ឬក៏ដំណើរការនៃការរៀនទាំង pre ហើយនិងទាំងរៀនអញ្ចឹង
នៅក្នុងចំណុចcréation de la plateforme pédagogique ហើយនិង inscription គឺការបង្កើត Telegram បង្កើត Google Classroom ហើយនិង Tableau Blanc ឬក៏ Google Docs ដើម្បីទំនាក់ទំនងថ្នាក់រៀនហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវបង្កើតត្រូវចេះបង្កើតសម្រាប់គ្រូហើយនិងសិស្សតើអ្នកទាំងអស់គ្នាចេះដាក់គ្រូហើយនិងសិស្សចូលទេតើអ្នកទាំងអស់គ្នា communicate ជាមួយគ្រូហើយនិងសិស្សយ៉ាងដូចម្ដេចដែរអញ្ចឹងមានចំណុចពីរដែលត្រូវវាតម្លៃនៅក្នុងហ្នឹងអញ្ចឹងដើម្បីអាចអ្នកទាំងអស់គ្នាបាន2ពិន្ទុដើម្បីអ្នកទាំងអស់គ្នាបាន2ពិន្ទុអ្នកទាំងអស់គ្នាត្រូវមានចំណុចទាំងពីរនេះមានន័យថាបង្កើតហើយដាក់ភាគីពាក់ព័ន្ធចូលហើយ communicate តាមដាននៅក្នុងការចុះឈ្មោះរបស់គេចូលនៅក្នុងហ្នឹងតែក៏បើអ្នកទាំងអស់គ្នាបានធ្វើត្រូវបាន2ពិន្ទុកន្លែងនេះគឺជាពិន្ទុរួមបន្តមកទៀត maîtrise des fonctionnalités des plateformes មានន័យថាការប្រើប្រាស់ outil numérique ទាំងអស់នៅក្នុងសាច់រឿងដំណើរការរបស់យើងទាំងអ្វីដែលបង្កើតហើយទាំងអស់ហ្នឹងការប្រើប្រាស់ maîtrise មានន័យថាបង្កើតហើយអត់ចេះយកមកប្រើក៏ខុសដែរអញ្ចឹងបង្កើតហើយគឺត្រូវតែយកមកប្រើនៅក្នុងកំឡុងពេលដែលខ្លួនឯងឡើង practice ហើយ maîtrise យ៉ាងកម្រិតណាដែរគឺ4ពិន្ទុទុកឲ្យអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នារក្សាជាប់ដែរឬក៏អត់បើរក្សាអត់ជាប់ទេគឺមានបញ្ហាអញ្ចឹង maîtrise ហ្នឹងគឺទៅលើអីមានន័យថាចេះ gestion paramètres ផ្សេងទេចេះមានន័យថា organiser espace ទេមានន័យថាបើសិនជាអ្នកទាំងអស់គ្នា présentiel ចេះ gérer ទាំង online ហើយនិង présentiel ទេត្រើអ្វីដែលជាtrust សម្រាប់ឲ្យកូនសិស្សនៅក្នុងកំឡុងពេលរៀនហ្នឹងតើខ្លួនឯងទុកពេលឲ្យកូនសិស្សកត់ឬក៏ខ្លួនឯងកត់ទុកនៅក្នុង Google Docs ដើម្បីធ្វើយ៉ាងណាឲ្យកូនសិស្សមានលទ្ធភាពនៅក្នុងចាត់ទុកថាជា trust របស់គ្រូដែរទេអញ្ចឹងការ maîtrise platform នេះគឺមានច្រើនមាន3ចំណុចនៅក្នុងនឹងសំខាន់អញ្ចឹងបើពេលអ្នកទាំងអស់គ្នាបង្កើតហើយត្រូវតែប្រើប្រាស់ហើយប្រើប្រាស់នៅក្នុងស្ថានភាពបែបណាអញ្ចឹងមើលនៅក្នុងនេះគឺការបង្កើតការគ្រប់គ្រង parameter យ៉ាងម៉េចដែរការគ្រប់គ្រងឬក៏ប្រើប្រាស់នៅក្នុងការផ្ដល់ជា ressource activity ឬក៏ជា ressource complémentaire ឲ្យកូនសិស្សឬក៏ការគ្រប់គ្រង video conference ឬក៏ការប្រកល់ឬក៏ការដាក់ហើយនឹងទទួលឯកសារហើយនឹងការដែលរក្សា trust ដែលគួរឲ្យកូនសិស្សតែយ៉ាងម៉េចដែរការប្រើប្រាស់ functionality ទាំងអស់ហ្នឹងឬក៏ outil ទាំងអស់ហ្នឹងគឺយ៉ាងម៉េចដែរអ្នកទាំងអស់គ្នាប្រើក្តារខៀនយ៉ាងម៉េចដែរបើសិនជាមិនប្រើប្រាស់តាម Google Docs ទេអ្នកទាំងអស់គ្នាប្រើប្រាស់ក្តារខៀនតើអ្នកទាំងអស់គ្នាប្រើប្រាស់បានត្រឹមត្រូវដែរឬទេអញ្ចឹងវាច្រើនណាស់មូលហេតុនឹងហើយបានជា niveau របស់អ្នកទាំងអស់គ្នាចាប់ឆ្នាំទី4ត្រូវតែមានអាហ្នឹងហើយវាមានលក្ខណៈ complex ហើយវាមិនងាយស្រួលនោះទេវាមិនងាយស្រួលពីព្រោះថាវាជា métier មួយដែលមានទំនួលខុសត្រូវខ្ពស់ត្រូវតែទទួលខុសត្រូវច្រើនមែនទែនព្រោះអីទាំងអស់នេះគឺមិនមែនត្រឹមតែគួរការទទួលខុសត្រូវនេះមិនមែនទេតែគេអាចធ្វើបានការដែលមិនមានរឿងសាមញ្ញទាំងអស់នេះអ្នកទាំងអស់គ្នាក៏ដូចគ្នាពេលដែលអ្នកទាំងអស់គ្នាចេញទៅគឺអាចធ្វើបានប៉ុន្តែអ្នកទាំងអស់គ្នានៅពេលនេះត្រូវតែធ្វើទៅតាមអ្វីដែលខ្ញុំប្រាប់ពីព្រោះថាអ្នកទាំងអស់គ្នានៅក្នុងស្ថានភាព formation professionnel យើងរៀនក្នុងនាមជាអ្នក professional ចង់អ្នកទាំងអស់គ្នាអនុវត្តថ្ងៃក្រោយទៅអនុវត្តយ៉ាងម៉េចក៏ស្រេចតែអ្នកទាំងអស់គ្នាទៅប៉ុន្តែនៅពេលនេះគឺអ្នកទាំងអស់គ្នាត្រូវស្ថិតនៅក្នុងការគ្រប់គ្រងនៃការអនុវត្តដោយសារខ្ញុំគឺជា formatrice ក្នុងនាមជាអ្នក formatrice នៅក្នុង formation professional អញ្ចឹងដើម្បីអាចឲ្យមានលក្ខណៈ professional បានលុះត្រាតែមាន exigence ការទាមទារហើយបើអត់ទាមទារទេអត់គ្រប់លក្ខខណ្ឌឲ្យគេអ្នកទាំងអស់គ្នាទៅធ្វើការឲ្យគេរលើហើយអ្នកទាំងអស់គ្នាថ្ងៃក្រោយកាលណាខ្លួនឯងអត់ចេះដឹងច្រើនទេអ្នកទាំងអស់គ្នាក៏គ្រប់គ្រងគេតាមបែបរលើដែរអញ្ចឹងបើណាអ្នកទាំងអស់គ្នានឹងខ្លាយទៅជាអ្នកគ្រប់គ្រងគេដែលមិនមាន
ការយល់ដឹងចំណេះដឹងជ្រៅជ្រះអ្នកទាំងអស់គ្នាអត់អាចទៅស្វែងយល់ធ្វើអូតូ formation ឬក៏ formation ក្នុងទីនេះបានអ្នកទាំងអស់គ្នាឡើងទៅមានឋានៈទូនីតិតែធ្វើការអត់កើតគេមើលងាយអ្នកទាំងអស់គ្នាពីបទដែលអ្នកទាំងអស់គ្នាអត់ចេះធ្វើការងារអញ្ចឹងកុំចៅអ្នកទាំងអស់គ្នាអាចចេះធ្វើការងារជាងអ្នកទាំងអស់គ្នាគេប្រកាសជាមើលងាយគេអ្នកទាំងអស់គ្នាហើយអញ្ចឹងកុំឲ្យហេតុការណ៍នឹងវាកើតឡើងតាន់មានខ្ញុំនៅ profit ខ្ញុំទៅតាន់មានខ្ញុំជាអ្នកប្រាប់ហើយកុំឲ្យទៅដល់មេយើងជាអ្នកប្រាប់គឺគេចាំដកហូតយើងហើយគេនឹងបញ្ចប់កុងត្រានៅពេលដែលចាប់ការសាកល្បង probation ខ្ញុំអត់ចង់ឲ្យខេត្តការនឹងកើតឡើងចំពោះកូនស្រីខ្ញុំណាម្នាក់ឡើយចឹងហើយបានជាខ្ញុំត្រូវរត់តឹងខ្លាំងណាស់យល់ចឹងចំណុចនីមួយដែលអ្នកទាំងអស់គ្នាត្រូវមានដើម្បីនេះគឺមែនតើទៅ degree ហ្នឹងគឺសម្រាប់គ្រូបន្ទុកទេតែឲ្យអ្នកទាំងអស់គ្នាដឹងដើម្បីអ្នកទាំងអស់គ្នាត្រៀមលក្ខណៈហើយឲ្យដឹងខ្លួនឯងថាហេតុអីបានជាខ្លួនឯងបានបន្ទុកប៉ុណ្ណឹងដឹងខ្លួនឯងទៅថាគេវាតម្លៃខ្លួនឯងលើអីគេខ្លះអូចំណែកនៅខាងផ្នែកខាងក្រោមមួយទៀតពណ៌នេះគឺការប្រើប្រាស់តែមមួយចំនួនការប្រើប្រាស់តែមមួយចំនួនដែលអ្នកទាំងអស់គ្នាត្រូវអានហើយយល់អញ្ចឹងនៅក្នុងនេះខ្ញុំដាក់ពណ៌ខុសគ្នាការប្រើប្រាស់ពាក្យតាមវាមានន័យថាម៉េចអ្នកទាំងអស់គ្នាត្រូវអ្នកទាំងអស់គ្នាត្រូវមានការអានហើយស្វែងយល់ដោយខ្លួនឯងព្រោះខ្ញុំប្រើប្រាស់ពាក្យនៅហ្នឹងមានន័យថាម៉េចអញ្ចឹងខាងក្រោមនេះគឺជាការពន្យល់ពាក្យដែលខ្ញុំប្រើប្រាស់នៅក្នុង les fiches pédagogiques អញ្ចឹងសូមមើលហើយចំណាយពេលមើលទៅហើយ voilà បន្តមកទៀតតកតងជាមួយនឹង platform ដែលខ្ញុំនិយាយនេះគឺអ្នកទាំងអស់គ្នាត្រូវបង្កើតហើយយើងនឹងដាក់ link នេះនៅកន្លែងហ្នឹង platform pedagogique នៅក្នុងនិយាយរួមគឺនៅក្នុងហ្នឹងគឺមាន3 Google Classroom Telegram Google Docs ដែលអ្នកទាំងអស់គ្នាត្រូវប្រើប្រាស់ជាមួយនឹងក្រុមសិស្សកំហិតឲ្យអ្នកទាំងអស់គ្នាប្រើប្រាស់អញ្ចឹងសូមអ្នកទាំងអស់គ្នាបង្កើតវាហើយទៅយកមក link នៅទីនេះដើម្បីដាក់ឲ្យវាប្រមូលមកចូលគ្នាអញ្ចឹងអ្វីដែលខ្ញុំដាក់ឲ្យមានហើយអានេះខ្ញុំបញ្យល់រួចហើយអានេះខ្ញុំបានប្រាប់រួចហើយអ្នកទាំងអស់គ្នាទៅដេកគូវាបន្ថែមចំណុចនេះគឺតកតងជាមួយនឹងខ្ញុំដែរហើយនឹងអ្នកទាំងអស់គ្នាតកតង rapport de stage អ្នកទាំងអស់គ្នាក្រុមពេលយប់មែនតើទៅខាងពេលព្រឹកវិញខ្ញុំចែកគ្នាជាមួយលោកគ្រូស្រាន់គាត់ទទួលបន្ទុកខាងកាដរេខាងការងារ stage ហើយនឹងកែ rapport de stage ចំណែកខ្ញុំវិញគឺខ្ញុំទទួលតែខាងកាដរេធ្វើ fiche pédagogique ហើយនឹងévaluer stagiaire ទេអញ្ចឹងគឺជានេះតែឆ្នាំទៅហើយនឹងឆ្នាំនេះខ្ញុំដោយសារសេរីអត់នៅអញ្ចឹងខ្ញុំត្រូវកាន់មុខវិជ្ជា452នេះហើយតាមធម្មតាមែនតើខ្ញុំត្រូវចែកគ្នាជាមួយមជ្ឈមការតែមជ្ឈមការគាត់សើរទីរេគាត់អញ្ចឹងសើរទីរេពីគាត់អញ្ចឹងខ្ញុំត្រូវកាន់ការងារនឹងបន្តពីគាត់ជំនួសគាត់ឬក៏ខ្ញុំត្រូវកាន់ការងារនឹងហើយដោយដែលអ្នកទាំងអស់គ្នាខ្ញុំបាននិយាយពីខាងដើមមកហើយមានរឿងជាច្រើនដែលត្រូវនិយាយ detail ទៅលើរឿងហ្នឹងតែឥឡូវនេះគឺអត់ទាន់និយាយបានទេគឺគ្រាន់តែប្រាប់អ្នកទាំងអស់គ្នាថានេះគឺជាការណែនាំ guideline តាក់ទងជាមួយនឹងការធ្វើ rapport de stage ហើយនៅក្នុងកំឡុងពេល
ចិត្ត stage ឬក៏អ្នកទាំងអស់គ្នាចាប់ផ្ដើមគិតបដាបដាថាតើអ្នកទាំងអស់គ្នានឹងមានអីនៅពេលដែលខ្ញុំបង្ហាញអំពីអាហ្នឹងខ្ញុំនឹងបង្ហាញអំពី sujet ប៉ុន្តែអ្នកទាំងអស់គ្នាចាប់ផ្ដើមគិតខ្លួនឯងបដាបដាថាតើអ្នកទាំងអស់គ្នាគិតថាខ្លួនឯងនឹងសរសេរអំពីរឿងអីនឹងពិចារណាទៅលើរឿងអីតាក់ទងជាមួយនឹង problematic ដែលពាក់ព័ន្ធជាមួយនឹងការងារបង្រៀនfleur របស់អ្នកទាំងអស់គ្នាចឹងយើងនឹងនិយាយអាហ្នឹងជាលក្ខណៈ detail ខ្ញុំគាត់ប្រាប់ថាយើងមាន element អីខ្លះនៅក្នុង document ហ្នឹងគឺយើងមានការណែនាំយើងមាន list de sujet ហើយនឹងមាន grille évaluation grille évaluation នេះខ្ញុំ update ថ្មីដោយថាបទពិសោធន៍កាលពីឆ្នាំទៅហ្នឹងគឺមានកូនសិស្សគាត់ប្រើប្រាស់ grille នេះហើយដាក់ឲ្យ AI សរសេរឲ្យយក grille យកទៅឲ្យកូននៅក្នុងឲ្យ AI សរសេរហើយយកខ្លឹមសារយកមកដាក់ធ្វើជា rapport ហើយការធ្វើបែបនេះគឺជាការងារប្រមាថការងារខ្ញុំដែលខ្ញុំពិបាកនៅក្នុងការទទួលយកហើយទៅ voilà ចឹងខ្ញុំអត់ចង់ឲ្យហេតុការណ៍នឹងកើតឡើងទេខ្ញុំបានដូរបារ៉ែមកាលពីឆ្នាំទៅខ្ញុំត្រូវធ្វើការដូរបារ៉ែមហើយខ្ញុំបានដកអ្វីដែលជា element និយាយរួមគឺបារ៉ែមឆ្នាំទៅខ្ញុំធ្វើ element détaillé មែនតើអ្វីដែលខ្ញុំត្រូវការអ្វីដែលកូនសិស្សខ្ញុំគួរតែប្រើប្រាស់អ្វីដែលកូនសិស្សឆ្លងកាត់នៅក្នុងពេលដែលកំឡុងពេល style នឹងនិយាយជាមួយនឹងគ្នាជាមួយនឹងខ្ញុំនិយាយរួមគឺស្ថានភាពដែលសិស្សហើយនឹងខ្ញុំឆ្លងកាត់គឺមានតែពួកយើងប៉ុណ្ណោះដែលដឹង AI អត់អាចដឹងអ្នកដែលជួយសរសេរក៏អត់អាចជួយបានដែរពីព្រោះថាមានតែបុគ្គលពាក់ព័ន្ធទេទើបអាចយល់ពីរឿងហ្នឹងមូលហេតុហ្នឹងហើយបានជាខ្ញុំបានចែកធូបឲ្យអ្នកទាំងអស់គ្នាណាគឺឲ្យពួកគេហៅពួកគេឲ្យមកចូលរួមជាមួយបើទេវតាជាអ្នកជួយយើងហៅទេវតាឲ្យមកចូលរួមហៅឲ្យហើយបើសិនជា AI ត្រូវជាអ្នកជួយអ្នកទាំងអស់គ្នាហៅ AI មកជួយឲ្យហើយចូលនៅក្នុង context ដើម្បីឲ្យគេសរសេរទៅឲ្យត្រូវជាមួយ context ចឹងបារ៉ែមខ្ញុំទុកelement ដែល demandé សម្រាប់ chaque partie ខ្ញុំទុកដោយដាក់តែបែបនេះជា public ឲ្យអ្នកទាំងអស់គ្នាចំពោះបារ៉ែមគឺខ្ញុំដាក់ដោយ like មិនអាចឲ្យបែកធ្លាយទេពីព្រោះថាដូចខ្ញុំថាអញ្ចឹងគេយកបារ៉ែមរបស់ខ្ញុំយកទៅប្រើប្រាស់ឲ្យ AI សរសេរខ្លឹមសារតែគ្រូនៅចាប់បានមូលហេតុដែលខ្ញុំនិយាយមិញគឺ AI មិនបាននៅក្នុង context របស់អ្នកទាំងអស់គ្នាហើយនឹងខ្ញុំទេកូនសិស្សខ្ញុំហើយនឹងខ្ញុំ AI អត់ដឹងទេមានកូនសិស្សខ្លះទៀតមានកូនសិស្សម្នាក់ទៀតក្នុងចំណោមបានឲ្យគេសរសេរឲ្យសេហើយបានប្រើប្រាស់ grille évaluation បារ៉ែមដែលខ្ញុំឬក៏detail របស់ grille évaluation ហ្នឹងយកទៅឲ្យគេសរសេរឲ្យហើយអ្នកសរសេរហ្នឹងគឺសរសេរបើសិនជាវាតម្លៃតាម grille évaluation ហ្នឹងម្នាក់ហ្នឹងបានបន្ទុកពេញតែហេតុអីបានជាត្រូវ sanctionné ពីព្រោះកូនសិស្សនឹងខ្សោយកូនសិស្សនឹងខ្សោយមិនអាចសរសេរបែបហ្នឹងបានទេអញ្ចឹងហើយថាវាតម្លៃយ៉ាងម៉េចទៅគឺវាតម្លៃទៅតាមdetail ដែលធ្វើថ្មីនឹងឯងតែ detail ធ្វើថ្មីមិនមែនតាមការនឹកឃើញព្រោះអីនៅក្នុង grille យើងមានចំណុចដែលល្មមយើងអាចថាអូបើចូលចំណុចហ្នឹងគឺយើងឲ្យបន្ទុកណាប៉ុន្តែdetail ហ្នឹងគឺអត់ទេដល់តែនិយាយពីរឿងនេះនិយាយអាហ្នឹងដែរតែដល់តែនិយាយពីរឿងនេះទើបបានឲ្យបន្ទុកអញ្ចឹងអ្នកដតី
សាច់ក្រៅគឺអត់ដឹងទេសាច់ផ្ទាល់ទេមិនដឹងតែសាច់ផ្ទាល់មិនអាចរៀបរាប់ប្រាប់គេអស់ទេព្រោះអីគេមិនបាននៅជាមួយយើងចឹងហើយបានជាថាអ្នកណាប្រុងមកជួយឲ្យគាត់មកចូលនៅក្នុងបរិបត្តិយើងឲ្យហើយទេវតាក៏ហៅទេវតាមក AI ក៏ហៅ AI មកអ្នកណាទីដែលជាជនជាតិគេនឹងឲ្យជួយសរសេរឲ្យនឹងសរសេរមកឲ្យមកជួយសរសេរមកតទីឲ្យមករៀនជាមួយទើបសរសេរឲ្យចំឲ្យត្រូវបើមិនអញ្ចឹងទេអត់ទេចឹងខ្ញុំត្រូវធ្វើ degree សាដើមហើយលក្ខណៈ data មានន័យថា data ទៅលើអ្វីដែលជា element សម្រាប់ evaluate ណាគឺ data ទៅលើរឿងហ្នឹងខ្ញុំអូ stress ខ្លាំងចឹងហើយ voilà ខ្ញុំដកចេញហើយអត់ communicate អ្នកទាំងគ្នាពីរឿងនេះតែថាអូអញ្ចឹងខ្ញុំចាំមើលទៅមើល degree ចាស់សិនខ្ញុំបដូរអស់ហើយព្រោះខ្ញុំជឿថាអ្នកទាំងអស់គ្នាមានមធ្យោបាយនៅក្នុងការតាក់ទងសិស្សច្បងចឹងហើយខ្ញុំបានប្រាប់ហើយថាខ្ញុំបដូរហើយចឹងបដូរមានអ្នកណាគេដឹងទេមានតែខ្ញុំប៉ុណ្ណោះដែលដឹងលោកគ្រូស្រាន់ក៏គាត់អត់ទាន់ដឹងដែរពីព្រោះគាត់កែឲ្យមុនខ្ញុំចំណែកខ្ញុំនេះត្រូវប៉ះកូនសិស្សអញ្ចឹងអីខ្ញុំត្រូវកែបែកភ្នែកខ្លួនឯងហ្នឹងដោយសារហេតុអីកូនសិស្សប្រើ AI កូនសិស្សប្រើ AI សរសេរកូនសិស្សប្រើឲ្យគេសរសេរឲ្យជាមួយអ្នកផ្សេងបានជាមួយខ្ញុំអត់បានទេផ្លែកចឹងគេសរសេរឲ្យគេអត់ដឹង context ខ្ញុំអូខេ context ហ្នឹងអត់បានធ្វើអញ្ចឹងហងអ្វីដែលគេសរសេរហ្នឹងគឺអត់អញ្ចឹងហងអ្វីដែល AI ថាហ្នឹងគឺអត់ហងនៅក្នុងថ្នាក់មិនអញ្ចឹងហងការជួបជាក់ស្ដែងគេមិនអញ្ចឹងហងអ្វីដែលគាត់និយាយហ្នឹងគឺអត់ទេមែនទេអ្នកនឹងឯងស្មាននេះ AI ស្មាន AI បកកែស្មានហើយអ្នកសរសេរនោះគឺសរសេរទៅតាមបារ៉ែមទេហើយចុះបើបារ៉ែមនិយាយថាដឹងថាត្រូវមាន introduction ហើយនៅក្នុង intro មានអីគេអូខេតែ context de l'enseignement research ចឹងក៏អត់ដឹងទេមានចំណុចខ្វះខាតហើយឲ្យបន្ទុកទៅលើអាហ្នឹងឯងអត់អាចនិយាយជាទូទៅច្បល់បានទេគឺត្រូវដាក់ឲ្យចំបើអត់ចំអត់ឲ្យបន្ទុកចឹងហើយបានជាឆ្លួមួយ AI ណាថាយីអត់លបល់យកឯងជាសំណាងហើយអញធ្វើការនឹងចិត្ត20ឆ្នាំ25ឆ្នាំនៅ20ឆ្នាំអីចិត្ត20ឆ្នាំកុំអីហ្នឹងចាញ់បោកហែងហើយអូយហែងបោកបានតែកូនសិស្សអញទេកូនសិស្សអញដឹងមិនបោកបាន AI យកលទ្ធផលយកមកដាក់ឲ្យកូនសិស្សខ្ញុំឲ្យខ្ញុំអានចេះសំណាងខ្ញុំដឹងនិយាយរួមគឺដោយសារហេតុអីបានខ្ញុំដឹងគ្រូខ្លះដែលអត់អាន program របស់ department ក៏អត់ដឹងទៀតអត់ដឹងថានឹងមានបញ្ហាទេព្រួយ clear វាគឺល្អណាស់តែគំនិតវាអត់កើតទេតែខ្ញុំប្រាប់អ្នកទាំងអស់គ្នាពីដើមទីនេះថាវាគឺជាប្រុសស្អាតតែអត់មានចំណេះទេគេគិតថាវាស្អាតគិតថាវាត្រឹមត្រូវតែវាអត់មានចំណេះអីទេវាល្ងងទេហេតុអីបើវានេះវាថាព័ត៌មានរបស់តារាអត់ត្រូវទេអញ្ចឹងមានតែអ្នកដែលដឹងទេបានដឹងថាវានឹងវាប្រូទេបានដឹងថាវានឹងប្រូទេអញ្ចឹងមិនមែនគម្រាមអ្នកទាំងអស់គ្នាទេខ្ញុំឲ្យតម្លៃនៅក្នុងការគិតពិចារណាច្រើនជាងអ្នកទាំងអស់គ្នាអាចប្រើ AI ដើម្បីកែសម្រួល orthograph របស់ខ្លួនឯង syntax structure ប៉ុន្តែ idea ហាមដាច់ខាតហើយខ្ញុំឲ្យតម្លៃទៅលើ idea ហ្នឹងអ្នកទាំងអស់គ្នាធ្លាប់រៀនមួយខ្ញុំដឹងហើយថាខ្ញុំឲ្យតម្លៃ idea ហើយបើអ្វីមិនឆ្លុះបញ្ចាំងពីអ្នកទាំងអស់គ្នាទេកុំបន្ថយឲ្យសោះអញ្ចឹងអ្វីដែលឆ្លុះបញ្ចាំងពីអ្នកទាំងអស់គ្នាសរសេរមកខ
ខុសដោយត្រូវក៏ដោយគឺទៅតាមអ្វីដែលអ្នកទាំងអស់គ្នាយល់ឃើញហ្នឹងតែបើសិនជាឲ្យគេសរសេរឲ្យខ្ញុំបរិហាជីវិតយើងហើយអត់មាននៅសួរហេតុផលទេដូចសេចច្បងអញ្ចឹងតែទាំងអស់ stage ដូចជាជាប់3នាក់រ៉ាប៉ូជាប់3នាក់ប្រហែលជា3នាក់ចឹងហើយខ្ញុំនឹងមិនតឹងតែងទេបើសិនជាអ្នកទាំងអស់គ្នាស្ដាប់ខ្ញុំមានន័យថាស្ដាយអំពីអ្វីដែលអ្នកទាំងអស់គ្នាសរសេរជាលទ្ធផលរបស់អ្នកទាំងអស់គ្នាជាស្នាដៃរបស់អ្នកទាំងអស់គ្នាគឺជាអ្វីដែលអ្នកទាំងអស់គ្នាទោះបីជាល្អយ៉ាងណាក៏ខ្ញុំរៀងបធូរដៃដែរតែបើអ្នកទាំងអស់គ្នាលេងខូចដាក់ខ្ញុំហើយខ្ញុំនឹងខូចវិញខ្ញុំនឹងធ្វើត្រឹមត្រូវឲ្យចឹងហើយបានជាខ្ញុំតែនិយាយថាបើសិនជាខ្ញុំយកយល់ហើយកុំទាមទារការយកយល់ពីខ្ញុំទៀតព្រោះខ្ញុំយល់ហើយក្នុងសន្តានខ្ញុំជាគ្រូនេះគឺខ្ញុំយល់តែកុំឲ្យខ្ញុំប្រើអាភាពត្រឹមត្រូវរបស់ខ្ញុំគ្មានទេយុត្តិធម៌ខ្ញុំអត់យុត្តិធម៌ទេពីព្រោះថាបើសិនជាអ្នកទាំងអស់គ្នាឃើញថាអ្នកទាំងអស់គ្នាខំប្រឹងអូខេខ្ញុំឲ្យតម្លៃការខំប្រឹងនឹងច្រើនតែបើអ្នកទាំងអស់គ្នាឆ្លាតជ្រុលអត់ទេបើឆ្លាតល្មមបានតែឆ្លាតជ្រុលអត់បានទេឆ្លាតល្មមមានន័យថាឆ្លាតនឹងលក្ខណៈរីកចម្រើនណាអាហ្នឹងខ្ញុំដឹងបធូរដៃខ្លាំងហ្មងអញ្ចឹងគឺខ្ញុំអត់មានយុត្តិធម៌ទេឬក៏អ្នកនឹងឯងសរសេរខុសសរសេរត្រូវអីខំប្រឹងណាបបពើមទៅហើយឆ្លុះបញ្ចាំងដឹងថាគាត់ចង់និយាយអីខ្ញុំទាយស្មានបានខ្ញុំព្យាយាមទាយស្មានតែបើថាអីណាធ្វើហឹកលយយកពី AI យកមកលយជាមួយនឹងខ្ញុំអីសុំទោសពេលដែលខ្ញុំសួរទៅអត់ចេះអីដដែលសុំទោសដូចយើងឡើងធ្វើ présentation ជាយ៉ាង pédagogique ចឹងយើងដឹងខ្លួនឯងច្បាស់ណាស់ហើយគិតស្មានថាគ្រូមិនដឹងអាចគ្រូមិនដឹងមែនអញ្ចឹងសន្មត់ទៅដូចអ្នកទាំងអស់គ្នាយល់ទៅគ្រូមិនដឹងទេអញ្ចឹងអ្នកណាគេ traité ខ្ញុំបែបហ្នឹងខ្ញុំក៏ traité គេទៅតាមនឹងដែរណាខំអញ្ចឹងខ្ញុំសូមតទៅបន្តិចទៀតអ្នកទាំងអស់គ្នាត្រូវមាន journal de bord ជាមួយនឹងខ្ញុំមួយទៀតខ្ញុំខ្ញុំរៀងកាន់ច្រើនតិចហើយ journal de bord ហ្នឹងក៏ដូចគ្នាគឺនៅក្នុងគោលដៅសម្រាប់អ្នកទាំងអស់គ្នារៀនសរសេរហើយនឹងរៀបចំដើម្បីមានព័ត៌មានកុំឲ្យអ្នកទាំងអស់គ្នាភ្លេចដើម្បីដាក់ចូលទៅក្នុង rapport de stage របស់អ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងនោះមានអីគឺមានពីរផ្នែកគឺជាការធ្វើ planning ឬក៏ការកំណត់ឬក៏សរសេរអ្វីដែលនិយាយរួមគឺមាន planning នៅក្នុងនោះដើម្បីរៀបចំធ្វើ practice ខ្ញុំនឹងដឹកនាំអ្នកទាំងអស់គ្នាធ្វើរឿងហ្នឹងប៉ុន្តែមិនដឹងថាមានពេលធ្វើអត់ទេព្រោះប្រថុយញ៉ាច់ខ្លាំងណាស់តែក៏មែនពីព្រោះហេតុអីបានជាខ្ញុំត្រូវមានអានឹងឲ្យអ្នកទាំងអស់គ្នាពីព្រោះរាល់ពេល stage នៅស្រុកគេគឺគេមាន journal de bord ហ្នឹងហើយ journal de bord ហ្នឹងគឺជាអ្នកកំណត់កត់ត្រាផ្សេងនៅចំណេះដឹងដែលកូនសិស្សរៀនដែលកូនសិស្សទទួលបាន emotion ឬក៏ sentiment របស់កូនសិស្សនៅក្នុងកំឡុងពេលហ្នឹងគឺ element ដែលដាក់នៅទីនេះគឺសម្រាប់ឲ្យកូនសិស្សជួយអ្នកទាំងអស់គ្នាយីដេអ្នកទាំងអស់គ្នាអាចនឹងយល់បានថាខ្លួនឯងមានអីឬក៏ខ្លួនឯងបានធ្វើអីបានព័ត៌មានហើយយកទៅសរសេរនៅក្នុង rapport ចឹងgrille d'observation គឺជាផ្នែកមួយដែលកើតឡើងនៅក្នុងថ្នាក់ចំណែកអានេះវិញគឺជាការវាតម្លៃខ្លួនឯងមុនថ្នាក់និងដំណើរការទាំងមូលចឹងរាប់ទាំង didactic ទាំងobservation នៅក្នុងថ្នាក់ហើយនឹងវាតម្លៃការសិក្សារបស់កូនសិស្សនៅកន្លែង relation apprentissage គឺ
នៅក្នុង journal de bord ទាំងអស់រាប់ទាំងគ្រប់ទាំងអស់អញ្ចឹងសកម្មភាពទាំងឡាយដែលកើតឡើងនៅក្នុងកំឡុងពេលត្រៀមការបង្រៀនដំណើរការបង្រៀនវាយតម្លៃការសិក្សានិងដឹកនាំការរៀនរបស់កូនសិស្សនៅក្នុងកន្លែង relation d'apprentissage គឺមាននៅក្នុងពួក journal de bord journal de bord គឺជាកំណត់ហេតុដែលកើតឡើងនៅក្នុងកំឡុងពេល stage ហើយអានឹងឯងត្រូវបានយកមកប្រើប្រាស់ឡើងវិញជាគ្រឿងរំលឹកនៅក្នុងកំឡុងពេល stage ហើយគឺជា annex មួយក្នុងចំណោម annex នៃ stage អញ្ចឹង annex នៃ stage គឺមានអីគេខ្លះខ្ញុំនឹង list ឲ្យដើម្បីអ្នកទាំងអស់គ្នាបកគលមកឲ្យខ្ញុំនៅពេលដែលខ្ញុំប្រមូល dossier អញ្ចឹងអ្នកទាំងអស់គ្នា stage ហើយអ្នកទាំងអស់គ្នាត្រូវមាន annex ហើយ annex ហ្នឹងមានអ្វីខ្លះខ្ញុំឲ្យអ្នកទាំងអស់គ្នាធ្វើ link ដាក់ឲ្យហើយដាក់នៅក្នុង Google Classroom អញ្ចឹងខ្ញុំបានត្រឹមប្រាប់អ្នកទាំងអស់ថាមាន element អីគេខ្លះសម្រាប់ dossier stage វាចាត់ជាដល់ពេលហើយនៅសល់ក្រៅពីហ្នឹងគឺ role របស់ stagiaire តើមានអ្វីខ្លះការងាររបស់យើង role របស់គ្រូបន្ទុកថ្នាក់ខ្ញុំកំពុងតែរៀបចំព័ត៌មានដាក់ឲ្យអ្នកទាំងអស់គ្នាថាគ្រូបន្ទុកថ្នាក់របស់អ្នកទាំងអស់គ្នាពួកយើងទៅខ្ញុំភ្លេចប្រាប់អ្នកទាំងអស់គ្នាថាយើងត្រូវបែងចែកជា2ក្រុមអត់ទេចឹងយើងបែងចែកជា2ក្រុមមួយក្រុមនោះគឺអ្នកទាំងអស់គ្នានឹងមានអ្នកគ្រូម៉ាដាមវីរ៉ានីជាអ្នកកាន់ហើយមួយក្រុមទៀតគឺម៉ាដាមកេសាជាអ្នកកាន់អាច Monsieur Lim ព្រោះម៉ាដាមកេសាគាត់ធ្វើការជាមួយ Monsieur Lim ចឹងអត់ដឹងថាពួកគាត់ធ្វើការយ៉ាងណាទេចឹងអ្នកទាំងអស់គ្នានឹងចរចាជាមួយនឹងគាត់តើតើនឹងចឹងខ្ញុំនឹងដាក់Gmail របស់គាត់នឹងអាចខ្ញុំអាចរកលេខទូរស័ព្ទគាត់បានទេខ្ញុំទៅរកលេខទូរស័ព្ទគាត់ដើម្បីអ្នកទាំងអស់គ្នាតំណែងតំណងគាត់លើនេះអញ្ចឹងខ្ញុំព្យាយាមដាក់ coordinate គាត់នៅក្នុងនេះហើយអានេះ role របស់ខ្ញុំអញ្ចឹងខ្ញុំនឹងដាក់ឈ្មោះខ្ញុំចាំបាច់ដាក់ឈ្មោះខ្ញុំតែ comment ដើម្បី harmonize ខ្ញុំនឹងដាក់ឈ្មោះខ្ញុំនៅទីនេះចឹងខ្ញុំដាក់ឈ្មោះខ្ញុំនៅទីនេះដើម្បីឲ្យអ្នកទាំងអស់គ្នាដឹងថានរណាគឺទូបន្ទុកខាងអីហើយគាត់ធ្វើការងារអីចឹងគ្រូម៉ាដាមរ៉ានីហើយនិងកេសាគាត់មានតួនាទីអីជាមួយនឹងអ្នកទាំងអស់គ្នាចំណែកខ្ញុំនឹងមានតួនាទីអីជាមួយនឹងអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាអាចអានស្វែងយល់បន្ថែមហើយទៅបើមានកន្លែងណាមិនយល់សូមសួរខ្ញុំណាខហើយនៅទីនេះគឺអ្នកទាំងអស់គ្នាត្រូវដាក់ឯកសារមួយចំនួនអញ្ចឹងស្រាប់ពេលនេះខ្ញុំសូមដាក់បែងចែកក្រុមឲ្យអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នារៀបចំអ្វីដែលចេះដឹងនៅក្នុងកំឡុងពេលដែលយើងរៀបចំការងារ Unity អាងនេះអ្នកទាំងអស់គ្នាចាប់ផ្ដើមកាន់អញ្ចឹងក្រុម1គឺ Unity 4ក្រុម2នឹងកាន់ Unity 5អ្នកទាំងអស់គ្នានឹងត្រូវបែងចែកចេញជា2ក្រុមក្រុមបើតាមខ្ញុំសួរគ្រូគេសិស្សអាចមានចន្លោះ40ទៅ50នាក់អញ្ចឹងអ្នកទាំងអស់គ្នាត្រូវមានបែងចែកជា2ថ្នាក់គឺមួយថ្នាក់ទទួលបន្ទុកសិស្សចំនួនពី20ទៅ25នាក់ណាខុសមួយថ្នាក់ខ្ញុំកំពុងតែធ្វើតារាងបែងចែកគ្រូបន្ទុកថ្នាក់ក៏អត់ទាន់ឲ្យលីឈ្មោះខ្ញុំឲ្យតែថ្នាក់ក្រុមពីព្រឹកតែក្រុមពីយប់អត់ទាន់ឲ្យទេអញ្ចឹងខ្ញុំព្រាមនេះខ្ញុំបែងចែកក្រុមឲ្យអ្នកទាំងអស់គ្នាហើយអញ្ចឹងខ្ញុំនឹងមានការបែងចែកជា2 team អញ្ចឹងគ្នាយើងទាំងអស់នេះគឺមានឈ្មោះនៅក្នុងនេះ7នាក់ហើយខ្ញុំបែងចែកជា team ឲ្យអ្នកទាំងអស់គ្នាគឺយើងមាន2 team មានន័យថា2ក្រុមហើយក្រុមទី1គឺទទួលបន្ទុក Unity 4ក្រុមទី2ទទួលបន្ទុក Unity 5អញ្ចឹងពេលដែលយើងបានក្រុមហើយយើងទៅបង្កើត fiche pédagogique ជាពិសេស fiche d'objectif ហើយនិង fiche de progression ចំពោះ fiche de cours individuel
អត់ពាក់ព័ន្ធទេអ្វីដែលអ្នកទាំងអស់គ្នាបែងចែកក្រុមនេះដើម្បីរៀបចំ fiche d'objectif ហើយនិង fiche de progression តែក៏យើងបែងចែកណាតាមកន្លុកតែម្ដងឯណានិយាយគ្នាមុនអត់មានណាគេតវ៉ាចា ម៉ាដាមខ្ញុំសុំដឹងទៀតចែកក្រុមហ្នឹងសម្រាប់រៀប office នៅ progression ហើយនិង free objective ប៉ុន្តែក៏សម្រាប់បែងចែកក្រុម star ដែរថាអត់ដែរដូចគ្នាចាបែងចែកក្រុមអីគេក្រុម star ថាមាន2ក្រុមមកម្ដងអញ្ចឹងអាហ្នឹងដែរចាហើយដែរយើងប៉ុណ្ណឹងភ័យឲ្យចុះគេអ្នកមិនដែលឡើង star នឹងគេភ័យមិនទៅនិយាយចេះខ្មាស់គេខ្ញុំចាប់ផ្ដើមចាអញ្ចឹងក្រុម1មានតារារិទ្ធវាសនាសរិទ្ធហើយនិងទីមឡាងក្រុមទី2មានពិសីស្រីមានហើយនឹងចរិយាអត់ក៏វាអត់ដែរចឹងខ្ញុំ share screen អានេះដាក់ចូលទៅក្នុងនេះដើម្បីជាចឹងក្រុម1គឺក្រុម1ទទួលបន្ទុកក្រុម1ទទួលបន្ទុកគុយវីកាត់ណាស់ក្រុម1ទទួលបន្ទុក unité 4ក្រុម2ទទួលបន្ទុក unité 5 c'est bonចាអញ្ចឹងខ្ញុំដូចជាមានអស់អីត្រូវនិយាយហើយ
ចឹងខ្ញុំសូមរំសាយត្រឹមប៉ុណ្ណឹង Au revoir madame. Au revoir madame, bonne nuit madame. Au revoir, madame. Au revoir